ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយថ្ងៃនេះផងដែរខ្ញុំនឹងលើកយកខ្សែភាពយន្ត Witch Hero Class Season 2 ដែលនិយាយអំពីសិស្សពូកែម្នាក់ត្រូវបានមានបញ្ហាជាមួយនឹងក្រុមបងធំនៅឯសាលាចាស់ក្រោយមកគេបានផ្លាស់ប្ដូរមករៀននៅឯសាលាជនបទគេក៏បានជួបជាមួយនឹងរឿងដដែលដែលកើតឡើងនៅទីនេះដូច្នេះចង់ដឹងថាតើសិស្សម្នាក់នេះអាចដោះស្រាយបញ្ហាក្រុមបងធំបានដែរឬទេតើយើងចូលទៅកាន់ការសង្ខេបតែម្ដងក្រោយពេលដែលស៊ីអូនបានផ្លាស់ប្ដូរសាលាទៅរៀននៅកន្លែងថ្មីគេក៏នៅតែនឹកឃើញនៅរឿងរ៉ាវអតីតកាលដែលមិនអាចបំភ្លេចបានមិនតែប៉ុណ្ណោះថែមទាំងទៅជួបជាមួយនឹងគ្រូពេទ្យដើម្បីដោះស្រាយនៅបញ្ហាមួយនេះជារៀងរាល់យប់ស៊ីអូនគឺតែងតែលេបថ្នាំដើម្បីឲ្យគេងលក់ធ្វើត្បិតតែស៊ីអូនបានផ្លាស់ប្ដូរទៅរៀននៅឯសាលាជនបទដើម្បីបំភ្លេចនៅរឿងរ៉ាវអតីតកាលអស់រយៈពេល1ឆ្នាំក៏ដោយប៉ុន្តែមើលទៅវាគឺដូចជាមិនមានអ្វីខុសប្លែកទាំងអស់ក៏ព្រោះតែនៅក្នុងសាលាមួយនេះប្រសិនបើអ្នកណាគេទុនខ្សោយនោះនឹងត្រូវក្មេងទំនើងនៅក្នុងសាលាធ្វើបាបដូចគ្នាប៉ុន្តែសម្រាប់ស៊ីអូនវិញក៏ព្រោះតែគេធ្លាប់មានប្រវត្តិនៅឯសាលាចាស់ណាមួយអ្នកនៅទីនេះដឹងអំពីរឿងរបស់គេផងនោះធ្វើឲ្យក្រុមក្មេងទំនើងនៅក្នុងសាលាគឺមិនហ៊ានប៉ះពាល់ទៅលើស៊ីអូននោះទេដូច្នេះហើយទៅធ្វើឲ្យស៊ីអូននៅក្នុងថ្នាក់មិនមានមិត្តភ័ក្តិនៅពេលដែលគេមករៀនម្ដងគឺតែងតែដេកនៅនឹងតុជានិញចំណែកឯសិស្សសាលាម្នាក់នេះវិញមានឈ្មោះថាជន់ទេគេគឺជាមនុស្សទុនខ្សោយដែលត្រូវបានក្រុមក្មេងទំនើងធ្វើបាបជារៀងរាល់ព្រឹកគេតែងតែទិញអាហារហើយទុកវានៅលើតុរបស់ក្រុមក្មេងទំនើងដើម្បីឲ្យពួកគេញ៉ាំបន្ទាប់មកទៅគេត្រឡប់មកថ្នាក់រៀនវិញយក iPad ពិនិត្យមើលតារាងឈ្មោះដែលគេបានប្រមូលទូរស័ព្ទប៉ុន្តែលើកលែងតែស៊ីអូនតែម្នាក់គត់ក្រុមក្មេងទំនើងបានសរសេរថាគេទើបតែផ្លាស់ប្ដូរមកហាមប៉ះពាល់ដល់មកចេញលេងជន់ទេក៏បានដើរទៅតាមស៊ីអូនរួចហើយសួរថាតើទូរស័ព្ទរបស់ស៊ីអូនមកអ្វីស៊ីអូនក៏សម្លឹងមើលមុខរបស់គេធ្វើឲ្យជន់ទេភ័យខ្លាចហើយក៏មិនហ៊ានសួរនៅសំណួរជាបន្តទៀតការពិតទៅនៅក្នុងសាលាមួយនេះក្មេងទំនើងម្នាក់ដែលមានឈ្មោះថាយុនមែនគេតែងតែយកទូរស័ព្ទអំពីសិស្សទុនខ្សោយយកទៅលក់ហើយអ្នកដែលដើរប្រមូលនោះគឺជាជន់ទេនេះឯងប៉ុន្តែនៅថ្ងៃនេះជន់ទេគេប្រមូលមិនក្រធ្វើឲ្យយុនមែនស្រីបន្ទោសទៅឲ្យគេយ៉ាងខ្លាំងមិនតែប៉ុណ្ណោះយុនមែននេះក៏ជាសត្រូវរបស់ស៊ីអូនផងដែរកាលពីភាគទី1ពេលដែលអ្នកទាំងពីរនាក់រៀននៅសាលាជាមួយនឹងគ្នាប៉ុន្តែដោយសារតែគេបង្កបញ្ហាជាញឹកញាប់ធ្វើឲ្យខាងសាលាបណ្ដេញគេចេញឲ្យមករៀននៅទីនេះក្រោយពេលដែលជន់ទេត្រូវបានយុនមែនស្ដីបន្ទោសរួចក៏ស្រាប់តែគេនិយាយអំពីឈ្មោះរបស់ស៊ីអូនធ្វើឲ្យយុនមែនគេខឹងដែលស្មានថាជន់ទេនេះនិយាយមើលងាយមកកាន់គេឲ្យប្រៀបធៀបជាមួយនឹងស៊ីអូនដូច្នេះគេក៏វាយទៅលើជន់ទេឲ្យមានរបួសយ៉ាងដំណំមិនតែប៉ុណ្ណោះយុនមែនក៏បានគំរាមទៅកាន់ជន់ទេថានៅថ្ងៃនេះប្រសិនបើជន់ទេយកទូរស័ព្ទរបស់ស៊ីអូនមិនបាននោះទេនោះគេនឹងត្រូវស្លាប់ជាមិនខានដែលការពិតទៅនៅក្នុងសាលាមួយនេះគឺមានច្បាប់មួយនៅពេលដែលសិស្សទាំងអស់គ្នាដល់មកចូលរៀនគឺពួកគេត្រូវតែប្រមូលទូរស័ព្ទចំណែកឯជន់ទេវិញគឺជាប្រធានថ្នាក់ជាអ្នកដើរប្រមូលដូច្នេះហើយទៅធ្វើឲ្យក្រុមរបស់យុនមែនគេមានឱកាសប្រមូលទូរស័ព្ទសិស្សទុនខ្សោយទាំងអស់នោះយកមកលក់ដល់មកសម្រាប់ជន់ទេគេបានយកទូរស័ព្ទសិស្សទាំងអស់គ្នាចូលទៅក្នុងបន្ទប់ទឹកហើយគិតថាតើគេគួរតែយកទូរស័ព្ទរបស់ស៊ីអូនដែរឬទេប៉ុន្តែប្រសិនបើគេមិនយកគេនឹងត្រូវយុនមែនវាយឲ្យស្លាប់ជាមិនខានបន្ទាប់មកដល់មកចេញទៅផ្ទះសិស្សទាំងអស់គ្នាគេបានយកទូរស័ព្ទរបស់ពួកគេរៀងៗខ្លួនលើកលែងតែស៊ីអូនតែម្នាក់គត់គេមិនបានឃើញទូរស័ព្ទគេក៏បានសួរទៅជន់ទេប៉ុន្តែជន់ទេគេបាននិយាយបង្វែងដានដូច្នេះធ្វើឲ្យស៊ីអូនឆ្ងល់ហើយសួរទៅជន់ទេថាតើគេកំពុងតែធ្វើអ្វីពេលនោះជន់ទេគេក៏បាននិយាយបន្លប់សំណាងល្អស៊ីអូនគឺមិនមែនជាក្រុមបងធំដូច្នេះជន់ទេគេក៏រួចខ្លួនរួចហើយក៏បានយកទូរស័ព្ទរបស់ស៊ីអូនទៅប្រគល់ឲ្យយុនមែនបានសម្រាញ់នៅពេលដែលជន់ទេចាក់ចេញអំពីសាលាគេក៏បានជួបជាមួយនឹងស៊ីអូនដោយសារតែគេមានភាពអៀនខ្មាស់ជាមួយនឹងរឿងមួយនេះជន់ទេក៏បានសុំទោសទៅកាន់ស៊ីអូនអំពីរឿងទូរស័ព្ទប៉ុន្តែការពិតទៅរឿងទាំងអស់នេះស៊ីអូនគឺបានដឹងរួចទៅហើយជន់ទេធ្វើបែបនេះដើម្បីការពារសុវត្ថិភាពរបស់ខ្លួនឯងគេក៏បាននិយាយទៅកាន់ជន់ទេមួយម៉ាត់ថាឯងធ្វើបែបនេះគឺកំសាកខ្លាំងណាស់ធ្វើទៅតែការសិក្សារបស់ស៊ីអូនមើលទៅពិបាកក៏ដោយប៉ុន្តែគេក៏នៅតែមានម្ដាយម្នាក់គឺតែងតែជួយជ្រោមជ្រែងគេជានិញមិនតែប៉ុណ្ណោះម្ដាយរបស់គេក៏បានគិតថាក្រោយពេលដែលស៊ីអូនរៀននៅទីនេះបញ្ចប់ក៏នឹងបញ្ជូនគេទៅរៀននៅឯបរទេសតែម្ដងជារៀងរាល់យប់ស៊ីអូនគឺគេមិនលក់នោះទេក៏ព្រោះតែគេនៅឃើញរឿងរបស់ស៊ូហូជាមួយនឹងមិត្តភ័ក្តិរបស់គេការរៀននៅឯសាលាចាស់មិនតែប៉ុណ្ណោះជីវិតរបស់ស៊ីអូននៅពេលនេះគឺដូចជាការវិលជុំយ៉ាងអញ្ចឹងពេលព្រឹកទៅរៀនពេលយប់ត្រឡប់មកផ្ទះវិញនៅថ្ងៃណាគេទំនេរគេក៏បានទៅមើលស៊ូហូដែលស៊ូហូពេលនេះគឺនៅតែសន្លប់មិនទាន់ដឹងខ្លួននោះទេពេលនេះស៊ីអូនគឺចង់ឲ្យស៊ូហូគេដឹងខ្លួនឡើងវិញហើយចាក់ចេញអំពីកន្លែងមួយនេះកាន់តែឆាប់កាន់តែល្អក៏ព្រោះតែគេមិនចង់នៅទីនេះទទួលការឈឺចាប់ទៀតនោះទេនៅថ្ងៃបន្ទាប់នៅពេលដែលស៊ីអូនគេទៅរៀនក៏ស្រាប់តែឃើញជន់ទេត្រូវបានក្រុមរបស់យុនមែនកំពុងតែធ្វើបាបធ្វើឲ្យគេក៏ចាប់ផ្ដើមឃើញនៅរូបភាពរបស់ប៊ុំសុកនៅឯសាលាចាស់អារម្មណ៍របស់គេក៏ចាប់ផ្ដើមពុះកញ្ជ្រោតដកបិទចេញមកចាក់ទៅលើកូនចៅរបស់យុនមែនដែលអង្គុយនៅខាងមុខចាក់ទៅលើជើងកូនចៅរបស់យុនមែនទី2បន្ទាប់មកយកបិចបំរុងនឹងចាក់ទៅលើយុនមែនធ្វើឲ្យយុនមែនភ័យខ្លាចយ៉ាងខ្លាំងហើយក៏បានសុំការលើកលែងប៉ុន្តែការពិតទៅអ្វីៗទាំងអស់នេះគឺគ្រាន់តែជាការស្រមៃរបស់គេតែប៉ុណ្ណោះរួចហើយគេក៏បានដើរឆ្លងកាត់គឺគេមិនខ្វល់អំពីជន់ទេដែលត្រូវធ្វើបាបនោះទេបន្ទាប់មកជន់ទេក៏បានយកដោះគោដាក់នៅលើតុរបស់ស៊ីអូនហើយសុំទោសសារភាពថាការពិតទៅទូរស័ព្ទរបស់ស៊ីអូននេះគេបានលួចប្រគល់ទៅឲ្យយុនមែនប្រសិនបើគេមិនធ្វើបែបនេះនោះទេយុនមែននឹងសម្លាប់គេជាមិនខាននៅពេលដែលស៊ីអូនលើបែបនេះគេក៏មិនខ្វល់បំរុងនឹងចាក់ចេញអំពីទីនោះក៏ស្រាប់តែជន់ទេក៏បានស្នើសុំស៊ីអូនជួយគេនៅរឿងមួយតើគេត្រូវតែធ្វើដូចម្ដេចទើបធ្វើឲ្យគេឈប់កំសាណា
ណាមួយជន់តេគេសួរស៊ីអូនអំពីរឿងនេះក៏ព្រោះតែគេគិតថាគឺមានតែស៊ីអូនតែម្នាក់គត់ទើបអាចឆ្លើយនៅសំណួរមួយនេះបានពេលនោះស៊ីអូនក៏បានឆ្លើយទៅវិញថាឲ្យគេសិក្សាអំពីច្បាប់របស់ញូតនទី3ទៅគឺគេអាចយល់ហើយដែលច្បាប់ទី3របស់ញូតនគឺគ្រប់កម្លាំងសកម្មទាំងអស់គឺសុទ្ធតែមានកម្លាំងប្រតិកម្មដែលមានអង្គតង់ស៊ីតេដូចគ្នានិងមានទិសដៅផ្ទុយគ្នានេះឯងនៅពេលដែលជន់តេឮដូច្នេះគឺគេមិនទាន់យល់នោះទេតាមផ្លូវត្រឡប់មកផ្ទះវិញគេក៏បានឆែក Google អំពីច្បាប់មួយនេះធ្វើឲ្យគេយល់ហើយក៏ចាប់ផ្ដើមមានភាពក្លាហានឡើងវិញរីឯក្រុមរបស់យុនមែននេះវិញក្រោយពេលដែលគេផឹកស៊ីជាមួយនឹងសង្សាររបស់ពួកគេរួចយុនមែនក៏បានខលទៅជន់តេប៉ុន្តែជន់តេមិនបានលើកទូរស័ព្ទនោះទេដែលគោលបំណងរបស់យុនមែននោះគឺហៅជន់តេមកដើម្បីឲ្យគេចេញលុយឲ្យមិនតែប៉ុណ្ណោះយុនមែនបានប្រាប់ទៅកូនចៅរបស់គេថាមួយរយៈទៀតគេនឹងមានការរកស៊ីមួយហើយកូនចៅរបស់គេរងចាំតែកើបលុយទៅនៅពេលដែលស៊ីអូនចេញអំពីសាលាត្រឡប់ទៅផ្ទះវិញក៏ស្រាប់តែឃើញសិស្សសាលាទុនខ្សោយពីរនាក់ត្រូវបានសាលាផ្សេងទៀតស្ទាក់ផ្លូវដើម្បីទារប្រាក់ធានារ៉ាប់រងក៏ព្រោះតែនៅក្នុងតំបន់មួយនេះក្រុមក្មេងទំនើងប្រចាំសាលានីមួយៗគឺពួកគេបានសហការគ្នារកស៊ីបន្តិចក្រោយមកយុនមែនក៏បានមកដល់ជួបជាមួយនឹងកូនចៅរបស់សុងជេហើយកូនចៅរបស់សុងជេនេះរៀននៅឯសាលាផ្សេងជាអ្នកប្រម៉ូទទូរស័ព្ទយកទៅលក់ផងដែរបន្ទាប់មកយុនមែនក៏បានទៅជួបជាមួយនឹងសុងជេសុំពេលគេប៉ុន្មានថ្ងៃទៀតក៏ព្រោះតែប្រមូលទូរស័ព្ទមិនទាន់ក្រុមនៅចំពោះមុខសុងជេមើលទៅយុនមែនគឺដូចជាអ្នកបម្រើយ៉ាងអញ្ចឹងធ្វើឲ្យសិស្សច្បងរបស់ពួកគេលេងហ្គេមនៅចិត្តនោះពេលជ្រាបថាពួកគេទើបតែរៀនថ្នាក់ទី10សោះចង់ខ្លាចទៅជាក្មេងទំនើងនៅពេលដែលសុងជេលើដូច្នេះគេក្បាលក្រោកឈរឡើងវាទៅលើបរិះអ្នកនោះឲ្យសន្លប់បាត់ទៅយកកាត់មកជន់តេវិញម្ដងក្រោយពេលដែលគេសិក្សាអំពីច្បាប់ញូតនទី3ដែលស៊ីអូនបានប្រាប់គេកាលពីព្រឹកមិញដូច្នេះនៅពេលនេះជន់តេមានភាពក្លាហានព្រឹកព្រលឹមថ្ងៃមិនទាន់រះគេក៏បានទៅដល់សាលាចូលបន្ទប់របស់យុនមែនកាច់សោទូយកទូរស័ព្ទទាំងអស់ដែលយុនមែនបានប្រមូលអំពីសិស្សទុនខ្សោយទាំងអស់យកមកទុកនៅទីនេះរួចហើយយកវាប្រគល់ទៅឲ្យសិស្សទុនខ្សោយទាំងអស់នោះវិញដាក់ចូលទៅក្នុងថតតុជាមួយនឹងក្រដាសសុំតោនៅព្រឹកឡើងក្រោយពេលដែលសិស្សទាំងអស់នោះបានទូរស័ព្ទវិញពួកគេគិតថានៅថ្ងៃនេះជន់តេនឹងត្រូវស្លាប់ជាមិនខានស្របពេលស៊ីអូនដែលឆ្លងកាត់គេក៏បានឮនៅរឿងទាំងអស់នេះបន្តិចក្រោយមកនៅពេលដែលយុនមែនមកដល់សាលាចូលទៅក្នុងបន្ទប់ឃើញទូរបស់គេត្រូវបានកាត់សោហើយទូរស័ព្ទវាបានធ្វើឲ្យគេមានកំហឹងយ៉ាងខ្លាំងហើយក៏បានដឹងថាអ្នកដែលយកទូរស័ព្ទទាំងអស់នេះគឺជាអ្នកណានោះដែររីឯជន់តេនេះវិញគេបានត្រៀមខ្លួនរួចជាស្រេចមិនតែប៉ុណ្ណោះគេថែមទាំងទន្ទិញនៅច្បាប់ទី3របស់ញូតនដែលជាកម្លាំងអន្តរកម្មទៀតផងរួចហើយគេក៏បានញាត់នំចូលទៅក្នុងមាត់ដើម្បីការពារធ្មេញរបស់គេបន្តិចក្រោយមកយុនមែនមកដល់ដែលមិននិយាយអ្វីទាំងអស់ចាប់ផ្ដើមវាយទៅលើជន់តេឲ្យមានរបួសយ៉ាងណំកាច់ដៃនឹងវាយទៅលើពោះរបស់គេជន់តេក៏បានដេកដួលប៉ុន្តែយុនមែនក៏នៅតែមិនទាន់លើកលែងហើយទាត់ទៅលើគេជាច្រើនជើងជាបន្តទៀតនៅពេលដែលស៊ីអូនឃើញជន់តេត្រូវបានស៊ីអូនវាយបែបនេះធ្វើឲ្យគេនឹកឃើញទៅដល់សង្ហោការរៀននៅឯសាលាចាស់ត្រូវបានក្រុមក្មេងទំនើងវាយដូចគ្នារហូតដល់សន្លប់ដេកនៅក្នុងមន្ទីរពេទ្យដូច្នេះនៅពេលនេះស៊ីអូនគឺមិនចង់ឲ្យមានរឿងនេះកើតឡើងម្ដងទៀតនោះទេនៅពេលដែលយុនមែនលើកកៅអីបំរុងនឹងវាយទៅលើជន់តេឲ្យស្លាប់តែម្ដងក៏ស្រាប់តែស៊ីអូនក៏បានមកខកហើយនិយាយប្រាប់ទៅកាន់យុនមែនថាឯងធ្វើបែបនេះគឺលើសហើយកុំហោះហាត់ឆ្លងកាត់បន្ទាត់នៅការកំណត់របស់ខ្ញុំអីពេលដែលសិស្សទាំងអស់គ្នាឮដូច្នេះធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិននឹកស្មានថាស៊ីអូនគឺហ៊ាននិយាយបែបនេះទៅកាន់យុនមែននោះទេបន្ទាប់មកយុនមែនក៏ចាប់ផ្ដើមវាយទៅលើស៊ីអូនក៏ព្រោះតែអ្នកទាំងពីរក៏មានគំនុំចាស់ជាមួយនឹងគ្នាផងដែរយុនមែនក៏បានយកឱកាសនេះដើម្បីធ្វើការសងសឹកតែម្ដងប៉ុន្តែទោះបីជាយុនមែនវាយទៅលើស៊ីអូនយ៉ាងណាក៏ដោយក៏ស៊ីអូននៅតែក្រោកឈរឡើងនៅពេលដែលយុនមែនឃើញដូច្នេះក៏ធ្វើឲ្យគេមានអារម្មណ៍ភ័យខ្លាចហើយការពិតទៅចំពោះស៊ីអូនការវាយទាំងអស់នេះគឺធម្មតាសម្រាប់គេបាត់ទៅហើយក៏ព្រោះតែនៅសាលាចាស់គឺគេបានស៊ាំអំពីរឿងនេះអស់ទៅហើយរីឯក្រុមបាល់បោះនេះវិញប្រធានក្រុមរបស់គេមានឈ្មោះថាយុនតាគេកំពុងតែខឹងជាមួយនឹងកូនក្រុមរបស់គេម្នាក់ធ្វើឲ្យប៉ះពាល់ទៅដល់ក្រុមមិនអាចប្រកួតតំណាងសាលាបានហើយសមាជិកម្នាក់នោះគឺមានឈ្មោះថាផាកហ៊ូដែលគេបានវាយគ្នានៅក្នុងសាលាដូច្នេះទើបត្រូវបានហាមឃាត់ប៉ុន្តែសម្រាប់យុនតាគេគិតថាខាងសាលាធ្វើបែបនេះគឺមិនត្រឹមត្រូវនោះទេប្រសិនបើអ្នកណាខុសហាមតែអ្នកនោះទៅហើយអ្វីក៏ហាមក្រុមបាល់បោះរបស់គេទាំងមូលតែម្ដងដូច្នេះគេក៏បានចាក់ចេញអំពីបន្ទប់ទៅរកគ្រូកីឡាដើម្បីនិយាយគ្នានៅពេលដែលចូលទៅដល់ក្នុងសាលាក៏ស្រាប់តែឃើញថាសិស្សទាំងអស់គ្នាគឺកំពុងតែចំរោមនៅមុខបន្ទប់មួយយុនតាក៏បានទៅទីនោះពិនិត្យហើយដើរចូលទៅខាងក្នុងឃើញថាស៊ីអូនត្រូវបានយុនមែនវាយជាបន្តបន្ទាប់ប៉ុន្តែមើលទៅដូចជាមិនមានបញ្ហាបន្តិចក្រោយមកស៊ីអូនក៏បានរកឃើញចំណុចខ្សោយរបស់យុនមែននៅពេលដែលគេលើកដៃបំរុងនឹងវាយស៊ីអូនក៏បានវាយទៅលើស្មាធ្វើឲ្យយុនមែនឈឺចាប់យ៉ាងខ្លាំងមិនអាចវាយបន្តទៀតបានគេក៏បានខឹងគោវីរ៉ាតេមិនតែប៉ុណ្ណោះថែមទាំងជេរស្ដីទៅលើស៊ីអូនទៀតផងប៉ុន្តែសម្រាប់ស៊ីអូនគឺមិនខ្វល់នោះទេគេឈរនៅទីនោះមើលមុខតែប៉ុណ្ណោះពេលនោះយុនមែនបំរុងនឹងវាយទៅលើស៊ីអូនជាបន្តទៀតយុនតាក៏បានខកហើយនិយាយថាតើឯងរកបែបនេះសប្បាយចិត្តណាស់មែនដែរឬទេប៉ុន្តែយូមែនគឺគេមិនខ្លាចយុនតាគេនិយាយថាយុនតាសំអាងទៅលើផាកហ៊ូដែលជាបងធំនៅក្នុងសាលានេះមែនដែរឬទេទើបបានជាហ៊ានដំឡើងសម្ដីនៅទីនេះពេលនោះយុនតាក៏បានទាត់ចុងច្រមុះរបស់យុនមែនធ្វើឲ្យយុនមែនគេភ័យខ្លាចហើយយុនតាបបួលគេតើហ៊ានដែរឬទេទៅបន្ទប់កីឡាប្រកួតគ្នាប៉ុន្តែយូមែនប្រាប់ថាទៅទីនោះធ្វើអីការពិតទៅយូមែនគេក៏មានអារម្មណ៍ភ័យខ្លាចជាមួយនឹងយុនតាដែរប៉ុន្តែគេក៏នៅតែខំប្រឹងសម្ដែងដើម្បីកុំឲ្យសិស្សទាំងអស់គ្នាមើលដឹងក្រោយពេលដែលយុនតាជួយស៊ីអូនរួចគេស្មានថាស៊ីអូននិយាយអរគុណទៅកាន់គេប៉ុន្តែនៅពេលនោះបែរជាស៊ីអូនរើវ៉ែន
តាឲ្យជន់ទេនាំគេចូលទៅក្នុងបន្ទប់សង្គ្រោះបឋមរបស់សាលាដើម្បីលាងរបួសនៅពេលដែលយន្តៈឃើញដូច្នេះក៏បានធ្វើឲ្យគេស្ដាយក្រោយផងដែរដែលគេបានលូកដៃអំពីរឿងនេះជួយស៊ីអ៊ុនហើយជេប៉ុន្មានម៉ាត់ធ្វើឲ្យស៊ីអ៊ុនឃើញបែបនេះគេក៏បាននិយាយអរគុណឲ្យរួចតែពីមាត់ហើយចាក់ចេញទៅបាត់ទៅនៅពេលដែលដល់ចន្ទើក៏ស្រាប់តែជន់ទេគឺមិនចង់ចូលទៅបន្ទប់សង្គ្រោះបឋមរបស់សាលានោះទេប៉ុន្តែគេក៏បាននាំស៊ីអ៊ុនចូលទៅក្នុងបន្ទប់មួយដែលជាកន្លែងរបស់គេតែម្ដងហើយគេប្រាប់ទៅស៊ីអ៊ុនថាចូលទៅបន្ទប់សង្គ្រោះបឋមរបស់សាលាធ្វើអ្វីប្រសិនបើអ្នកគ្រូដឹងអំពីរឿងនេះខាងសាលានឹងហៅយុនមែនទៅដាក់វិន័យនៅថ្ងៃបន្ទាប់យុនមែននឹងមករកពួកយើងហើយវាជាបន្តទៀតជាមិនខានពេលនោះក៏ស្រាប់តែស៊ីអ៊ុនក៏បានឃើញថាជន់ទេគឺគេមានប្រអប់ថ្នាំពេទ្យរួចជាស្រេចប្រហែលជាគេត្រូវបានក្រុមទាំងអស់នេះវាជាញឹកញាប់ហើយទើបគេបានត្រៀមវាគ្រប់សពបែបនេះជន់ទេក៏បានប្រាប់អំពីហេតុផលដែលគេបានប្រគល់ទូរស័ព្ទទៅឲ្យអ្នកទាំងអស់គ្នាវិញក៏ព្រោះតែគេបានកម្លាំងចិត្តអំពីស៊ីអ៊ុនប្រាប់គេអំពីច្បាប់ទី3របស់ញូតនថាកម្លាំងប្រតិកម្មដូចគ្នានឹងមានទិសដៅផ្ទុយគ្នាប៉ុន្តែការពិតទៅនៃរបស់ស៊ីអ៊ុនគឺមិនមែនបែបនេះនោះទេបន្តិចក្រោយមកក៏មានសិស្សសាលា3នាក់ទៀតក៏បានចូលមកសួរអំពីសុខទុក្ខរបស់ជន់ទេហើយពួកគេក៏ត្រូវបានយុនមែនធ្វើបាបកន្លងមកផងដែរនៅពេលដែលពួកគេឃើញជន់ទេត្រូវបានស៊ីអ៊ុនការពារបែបនេះគេក៏បានមកសុំជំនួយអំពីស៊ីអ៊ុនដូចគ្នាបន្តមកសិស្សនៅក្នុងសាលាក៏បាននិយាយអំពីរឿងការពារព្រឹកមិញជាពិសេសរឿងរបស់ស៊ីអ៊ុនតែម្ដងពួកគេនិយាយថាមើលទៅស៊ីអ៊ុនគឺដូចជាមនុស្សដែលសុភាពម្នាក់ប៉ុន្តែការពិតទៅគេមិនមែនជាមនុស្សធម្មតានោះទេហើយយុនមែនក៏បានព្យាយាមគេចមុខអំពីស៊ីអ៊ុនផងដែរនៅពេលដែលយុនតាដើរកាត់នោះគេក៏បានឮអំពីរឿងទាំងអស់នេះហើយសួរពួកគេថាហេតុអ្វីក៏មានរឿងនេះកើតឡើងសិស្សទាំងអស់នោះប្រាប់ថាដោយសារតែយុនមែនមានរឿងជាមួយនឹងស៊ីអ៊ុននៅឯសាលាចាស់ទើបគេផ្លាស់ប្ដូរមកសាលាមួយនេះប៉ុន្តែមិនដឹងថាស៊ីអ៊ុនក៏បានមករៀននៅសាលានេះដូចគ្នាធ្វើឲ្យយុនមែនមានភាពភ័យខ្លាចប៉ុន្តែការពិតទៅគឺគេមិនហ៊ានធ្វើអ្វីទៅលើស៊ីអ៊ុននោះទេក្រោយពេលដែលយុនតាឮអំពីរឿងទាំងអស់នេះក៏បានប្រាប់ទៅពួកគេថាប្រសិនបើមិនដឹងអំពីព័ត៌មានច្បាស់កុំផ្សព្វផ្សាយចេញទៅខាងក្រៅអីរួចហើយចាក់ចេញអំពីទីនោះប៉ុន្តែបន្តិចក្រោយមកក៏ស្រាប់តែយុនមែនក៏បានមកដល់សួរទៅក្រុមដែលបាននិយាយរឿងរបស់គេទៅប្រាប់យុនតាអំបញ្ញមិញនេះតែយុនតាមានប្រតិកម្មអ្វីដែរឬទេសិស្សទាំងអស់នោះក៏បានប្រាប់ថាមើលទៅយុនតាគេដូចជាកាន់ជើងស៊ីអ៊ុននៅពេលដែលយុនមែនឮដូច្នេះមើលទៅគេគឺដូចជាកំពុងតែរៀបចំផែនការអ្វីមួយក្រោយពេលដែលរៀនចប់ស៊ីអ៊ុនក៏បានត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវជន់ទេក៏បានរត់តាមហើយប្រគល់នៅរបស់មួយចំនួនជាមួយនឹងថ្នាំដេកលក់ស្រួលទៅឲ្យស៊ីអ៊ុនធ្វើទៅតែស៊ីអ៊ុនមិនបានជួយអ្វីគេច្រើនក៏ដោយប៉ុន្តែនៅពេលនេះសិស្សទុនខ្សែទាំងអស់គ្នានៅក្នុងសាលាគឺគោរពទៅលើស៊ីអ៊ុនយ៉ាងខ្លាំងនៅយប់ឡើងស៊ីអ៊ុនក៏នៅតែដេកមិនលក់ទោះបីជាគេផឹកថ្នាំដែលគ្រូពេទ្យបានប្រគល់ឲ្យគេក៏ដោយក៏វានៅតែមិនមានប្រសិទ្ធភាពពេលនោះគេក៏បានឃើញកញ្ចប់ថ្នាំរបស់ជន់ទេដែលឲ្យគេកាលពីព្រឹកមិញគេក៏បានយកវាមកសាកល្បងនៅព្រឹកបន្ទាប់ស៊ីអ៊ុនក៏បានជួបជាមួយនឹងជន់ទេហើយអរគុណអំពីថ្នាំវីតាមីនដែលជន់ទេបានប្រគល់ឲ្យនោះគឺគេគេងលក់ស្រួលខ្លាំងណាស់នៅពេលដែលជន់ទេលើដូច្នេះធ្វើឲ្យគេសប្បាយចិត្តយ៉ាងខ្លាំងធ្វើទៅតែគេមិនអាចជួយស៊ីអ៊ុនអ្វីបានច្រើនក៏ដោយប៉ុន្តែវាក៏មានប្រយោជន៍បន្តិចបន្តួចសម្រាប់ស៊ីអ៊ុនផងដែររួចហើយគេបាននិយាយថាក្រោយពេលដែលញ៉ាំអាហារថ្ងៃត្រង់រួចគេនឹងរករបស់មួយចំនួនទៀតដើម្បីពៅទៅលើស៊ីអ៊ុនក្រោយពេលដែលញ៉ាំអាហាររួចអ្នកទាំងពីរនាក់ក៏បានទៅអង្គុយលេងនៅខាងក្រៅជន់ទេប្រាប់ទៅស៊ីអ៊ុនថាថ្ងៃនេះគឺគេញ៉ាំអាហារបានស្រួលខ្លួនបំផុតក៏ព្រោះតែកន្លងមកនៅពេលដែលគេញ៉ាំអាហារម្ដងគឺតែងតែត្រូវបានយុនមែនវាជាណាញ់ស្របពេលដែលជន់ទេកំពុងតែនិយាយដើមរបស់យុនមែនក៏ស្រាប់តែយុនមែនក៏បានមកដល់ល្មមគេបាច់ជាសុំស៊ីអ៊ុនជាមួយនឹងជន់ទេធ្វើជាមិត្តជាមួយនឹងគ្នាហើយរឿងកន្លងមកបំភ្លេចចោលទៅមិនតែប៉ុណ្ណោះគេក៏បាននិយាយអំពីរឿងរបស់យន្តៈថាការពិតទៅគេក៏ជាបងធំនៅទីនេះផងដែរហើយគេកំពុងតែត្រៀមខ្លួនដើម្បីប្រកួតជាមួយនឹងស៊ីអ៊ុនដូចគ្នាស្របពេលនោះយន្តៈជាមួយនឹងមិត្តភ័ក្តិរបស់គេក៏កំពុងតែលេងកីឡានៅពេលដែលឃើញថាយុនមែនស៊ីអ៊ុនជាមួយនឹងជន់ទេកំពុងតែអង្គុយនិយាយគ្នាក៏ចាប់ផ្ដើមធ្វើឲ្យគេឆ្ងល់បន្តិចក្រោយមកយុនមែនក៏បានមកជួបជាមួយនឹងយន្តៈរួចហើយនិយាយថានៅពេលនេះគេជាមួយនឹងស៊ីអ៊ុនត្រូវរើគ្នាហើយក៏ព្រោះតែស៊ីអ៊ុនគឺជាបងធំនៅឯសាលាចាស់ដូច្នេះនៅពេលដែលគេមកទីនេះប្រកាសជាធ្វើបងធំទៀតជាមិនខានមិនតែប៉ុណ្ណោះនៅថ្ងៃណាមួយគេវាទៅលើយន្តៈឬមួយក៏ផាក់ហ៊ូក៏ថាបាននៅពេលដែលស៊ីអ៊ុនជាមួយនឹងជន់ទេត្រឡប់ទៅរៀនវិញជន់ទេក៏បានប្រាប់ស៊ីអ៊ុនថាគេចង់ទៅបន្ទប់ទឹកប៉ុន្តែនៅពេលដែលគេចេញទៅក៏ស្រាប់តែកូនចៅរបស់យុនមែនក៏បាននាំគេទៅកន្លែងណាមួយចំណែកឯយុនមែនវិញគឺគេរងចាំក្រុមរបស់យន្តៈចាក់ចេញអំពីបន្ទប់កីឡារបស់គេរួចហើយក៏បានចូលទៅអុកឡុងនិងវាកំទេចកំទីរបស់របរនៅក្នុងនោះឲ្យខ្ទេចអស់តែម្ដងក្រោយពេលដែលចូលរៀនស៊ីអ៊ុនក៏បានចាប់អារម្មណ៍ថាជន់ទេបានបាត់ខ្លួនទោះបីជាគេប្រាប់ទៅលោកគ្រូបន្ទប់ថ្នាក់ក៏ដោយក៏មើលទៅក៏ដូចជាមិនសូវចាប់អារម្មណ៍នៅរឿងមួយនេះទោះបីជាស៊ីអ៊ុនខំព្យាយាមខលទៅជន់ទេជាច្រើនដងប៉ុន្តែគេក៏នៅតែមិនលើកទូរស័ព្ទស្របពេលនោះយុនមែនក៏បានមកដល់ប្រាប់ទៅស៊ីអ៊ុនថាអំបញ្ញមិញនេះគឺគេបានឃើញក្រុមរបស់យន្តៈបាននាំជន់ទេចូលទៅក្នុងបន្ទប់កីឡារបស់គេស៊ីអ៊ុនឮដូច្នេះក៏បានប្រញាប់ទៅទីនោះភ្លាមៗតែម្ដងប៉ុន្តែនៅពេលដែលទៅដល់ក៏ស្រាប់តែឃើញថាបន្ទប់របស់ជន់តាគឺបានអុកឡុកខ្ទេចអស់បាត់ទៅហើយពេលនោះស៊ីអ៊ុនក៏បានបើកទូសម្ភារៈចេញមកឃើញថាជន់ទេកំពុងតែនៅក្នុងនោះជាមួយនឹងរបួសយ៉ាងដំណំនៅពេលដែលស៊ីអ៊ុនឃើញដូច្នេះគេក៏បានដឹងថានេះគឺជាល្បិចរបស់យុនមែនចំណែកឯយន្តៈវិញក៏បានទទួលដំណឹងអំពីសិស្សម្នាក់ថាស៊ីអ៊ុនបានចូលទៅក្នុងបន្ទប់កីឡារបស់គេវាកំទេចរបស់របរខូចអស់បាត់ទៅហើយមិនតែប៉ុណ្ណោះគេថែមទាំងគម្រាមថាគេនឹងចាត់ការទៅលើជន់តាជាមួយនឹងបងធំផាក់ហ៊ូផងដែរភ្លាមៗនោះជន់តាក៏បានអាចមើលតាមបង្អួនហើយឃើញថាស៊ីអ៊ុនជាមួយនឹងជន់ទេបានដើរចេញអំពីបន្ទប់របស់គេពិតប្រាកដមែនគេក៏បានរត់ទៅ
បន្ទប់របស់ខ្លួនឃើញថារបស់របរនៅទីនោះគឺបានវាកំទេចខ្ទេចខ្ទីអស់បាត់ទៅហើយរីឯយន្តមែននេះវិញនៅពេលនេះគឺគេកំពុងតែអង្គុយរងចាំអំពីលទ្ធផលដែលគេបានរៀបចំនៅល្បិចមួយនេះបន្ទាប់មកស៊ីអ៊ុនក៏បាននាំជនទេត្រឡប់ទៅផ្ទះវិញប៉ុន្តែដល់តាមផ្លូវកាត់ជនទេប្រាប់ថាផ្លូវមួយនេះគឺតែងតែមានក្រុមបងធំចាំស្ទាក់យកលុយចំណេញនៅពេលនោះក៏ស្រាប់តែជនតាក៏បានដេញតាមតអ្នកទាំងពីររួចហើយប្រាប់ទៅស៊ីអ៊ុនថាតើឯងគឺជាអ្នកណាបានជាបំផ្លាញបន្ទប់របស់ខ្ញុំយ៉ាងដូចនេះពេលនោះជនទេក៏បាននិយាយពន្យល់ប៉ុន្តែយន្តគឺមិនព្រមស្ដាប់នោះទេចំណែកឯស៊ីអ៊ុនវិញគេក៏បានដឹងមុនផងដែររឿងមួយនេះប្រកាសជាកាត់ឡើងដូច្នេះគឺគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើបើកសាឲ្យជនទេវាយរួចថាស៊ីអ៊ុនក៏បានហៅជនតាចូលមកវាយមកលើគេពេលនោះក៏ស្រាប់តែជនតាក៏បាននិយាយប៉ះពាល់ទៅលើស៊ូហូថាក៏ព្រោះតែស៊ីអ៊ុននេះឯងធ្វើឲ្យស៊ូហូបាត់បង់នៅអនាគតនៅពេលនោះក៏ស្រាប់តែស៊ីអ៊ុនគេក៏ចាប់ផ្ដើមខឹងឡើងក៏ព្រោះតែជនតានិយាយប៉ះពាល់ទៅលើស៊ូហូរួចហើយអ្នកទាំងពីរនាក់ក៏ចាប់ផ្ដើមប្រយុទ្ធគ្នាតែម្ដងស៊ីអ៊ុនបានយកប៊ិចរបស់គេចេញមកធ្វើជាអាវុធប៉ុន្តែជនតាគេចេះក្បាច់គុណគឺស៊ីអ៊ុនវាយមិនត្រូវនោះទេក្រោយពេលដែលវាយគ្នាអស់មួយសន្ទុះស៊ីអ៊ុនក៏បានយកប៊ិចរបស់គេឈោតទៅលើដៃរបស់ជនតាបានសម្រាញ់បន្តិចក្រោយមកយន្តមែនក៏បាននាំកូនចៅគេមកដល់ក្រោយពេលដែលឃើញថាអ្នកទាំងពីរនាក់បានប្រយុទ្ធគ្នាអស់កម្លាំងគេក៏បានបញ្ជាឲ្យកូនចៅរបស់គេចូលទៅវាយលើជនតាចំណែកឯគេវិញវាយជាមួយនឹងស៊ីអ៊ុនធ្វើត្បិតតែស៊ីអ៊ុនអាចគេចអំពីដំបងរបស់យន្តមែនបានប៉ុន្តែគេតដៃមិនរួចចំណែកឯជនតាវិញដែលសារតែគេខ្សោយកម្លាំងក៏ត្រូវបានកូនចៅរបស់យន្តមែនវាយទៅលើគេឲ្យមានរបួសយ៉ាងដំណំនៅពេលដែលយន្តមែនឃើញដូច្នេះគេក៏បានកាន់ដំបងឡើងមកបំរុងនឹងវាយទៅលើជនតាសម្លាប់តែម្ដងក៏ស្រាប់តែគេក៏បានឮសំឡេងនរណាម្នាក់បានស្រែកឡើងមកធ្វើឲ្យអ្នកទាំងអស់គ្នានៅស្ងៀមបន្តិចក្រោយមកមនុស្សអាចកំបាំងមួយនោះបានកាន់ទូរស័ព្ទឡើងចាក់ចម្រៀងបទស្លាមដងដើម្បីចូលទៅវាយគ្នាឲ្យមានអំណាចនៅពេលដែលគេដើរចូលមកយើងក៏បានឃើញថាក្បាលរបស់គេពណ៌ក្រហមជាមួយនឹងសម្លៀកបំពាក់បែបកីឡាបាល់បោះនៅពេលដែលយន្តមែនជប់ជាមួយនឹងគេធ្វើឲ្យគេញ័រដៃញ័រជើងម្ដងអ្នកនោះក៏បានរត់មកយកបាល់វាយទៅលើក្បាលរបស់គេឲ្យសន្លប់បាត់ទៅហើយគេមានឈ្មោះថាផាខូនេះឯងក្រោយពេលផាខូវាយទៅលើយន្តមែនឲ្យសន្លប់បាត់ទៅគេក៏បានបិទចម្រៀងហើយក្រឡេកទៅមើលស៊ីអ៊ុនសួរថាតើឯងគឺជាអ្នកណាហេតុអ្វីក៏ឯងថ្លាមធំដូច្នេះប៉ុន្តែស៊ីអ៊ុនមិនបាននិយាយអ្វីទាំងអស់ធ្វើទៅអត់ទៅផាខូទើបតែជួយគេអាបាញ់មិញនេះឯងបន្ទាប់មកផាខូក៏បានសួរទៅយន្តថាគេកើតអ្វីដែរឬទេយន្តក៏បានស្ដីទៅឲ្យផាខូមួយប្រាវក៏ព្រោះតែគេបង្កបញ្ហានៅក្នុងសាលាថែមទាំងលាបសាក់ពណ៌ក្រហមទៀតនោះទើបលោកគ្រូមិនឲ្យក្រុមរបស់ពួកគេចូលរួមការប្រកួតនៅពេលដែលផាខូឮដូច្នេះធ្វើឲ្យគេភ្ញាក់ផ្អើលហើយអោបក្បាលរបស់ខ្លួននិយាយថាពណ៌សក់របស់គេនេះគឺពិបាកកែខ្លាំងណាស់នៅពេលនោះក៏ស្រាប់តែកូនចៅរបស់យន្តមែនពីរនាក់បំរុងនឹងវាយពីខាងក្រៅផាខូក៏បានដឹងខ្លួនតន់តដៃជាមួយនឹងពួកគេវិញនឹងដេញសើដតេទៀតដែលជាកូនចៅរបស់យន្តមែនត្រឡប់ទៅរៀនក៏ព្រោះតែផាខូនេះការពិតទៅនៅក្នុងសាលាគេក៏ជាមេក្រុមបងធំម្នាក់ផងដែរបន្តិចក្រោយមកជនទេក៏បានយកកាតាបឲ្យស៊ីអ៊ុនដើម្បីត្រឡប់ទៅផ្ទះវិញរីឯជនទេវិញគេក៏បានដឹងខ្លួនថាគេមានកំហុសគេក៏បាននិយាយសុំទោសទៅកាន់ស៊ីអ៊ុនប៉ុន្តែផាខូបាននិយាយថាឯងធ្វើបែបនេះមិនត្រឹមត្រូវនោះទេគឺត្រូវតែសុំទោសដោយការគោរពផាខូក៏បានចាក់ក្បាលយន្តគោរពប៉ុន្តែមើលទៅស៊ីអ៊ុនគេមិនបានចាប់អារម្មណ៍នោះទេហើយដើរចាក់ចេញទៅបាត់ទៅធ្វើឲ្យអ្នកទាំងពីរក៏ស្រឡាំងកាំងតែម្ដងបន្ទាប់មកស៊ីអ៊ុនជាមួយនឹងជនទេអង្គុយរងចាំឡានក្រុងស៊ីអ៊ុនក៏បាននឹកឃើញសម្ដីរបស់យន្តនិយាយអំបញ្ញមិញនេះថាក៏ព្រោះតែគេទើបសង្ហូរមីក្រូថ្នាក់សន្លប់រហូតដល់ពេលនេះក៏ព្រោះតែគេប៉ុន្តែជនទេក៏បានលើកទឹកចិត្តទៅកាន់ស៊ីអ៊ុនថាកុំគិតអំពីរឿងទាំងអស់នេះអីប៉ុន្មានថ្ងៃក្រោយមកផាខូគេបានលាបសក់ពណ៌ខ្មៅហើយត្រឡប់ទៅរៀនវិញនៅពេលដែលចូលទៅដល់សាលាគេគឺដូចជា idol មួយយ៉ាងអញ្ចឹងគ្រប់សិស្សទាំងអស់គឺទទួលស្វាគមន៍គេជានិញក៏ព្រោះតែគេក៏ជាមេក្រុមបងធំនៅក្នុងសាលាផងដែរប៉ុន្តែគេស្អប់អ្នកខ្លាំងធ្វើបាបអ្នកខ្សោយខ្លាំងណាស់ដូច្នេះនៅពេលដែលគេឃើញថាអ្នកណាគេធ្វើបាបទៅលើសិស្សទុនខ្សោយគឺគេតែងតែចេញមុខមកការពារជានិញក្រោយពេលដែលផាខូត្រឡប់មកសាលាវិញមិនទាន់បានរៀនផងគេបាននឹកឃើញនៅគំនិតមួយចង់បបួលសិស្សសាលានៅក្បែរនេះប្រកួតបាល់បោះជាមួយនឹងគ្នាប៉ុន្តែយន្តបាននិយាយថាសិស្សសាលាទាំងអស់នោះគឺមិនមែនជាអ្នកលេងកីឡានោះទេពួកគេជាក្រុមបងធំដូច្នេះប្រសិនបើពួកគេប្រកួតគ្នាប្រកាសជាមានបញ្ហាជាមិនខានសម្រាប់ផាខូគឺគេមិនបានគិតបែបនេះនោះទេក៏ព្រោះតែគេចង់ឲ្យក្រុមបាល់បោះរបស់ខ្លួនរីកចម្រើនចំណែកឯយន្តវិញគឺគេខ្លាចមានបញ្ហាដូច្នេះអ្នកទាំងពីរនាក់ក៏ចាប់ផ្ដើមឆ្លោះគ្នាតែម្ដងបន្តិចក្រោយមកស៊ីអ៊ុនជាមួយនឹងជនទេក៏បានមកដល់បន្ទាប់មកអ្នកទាំង4នាក់ក៏ត្រូវបានលោកគ្រូហៅទៅពិន័យក៏ព្រោះតែគាត់ដឹងថាក្រុមរបស់ស៊ីអ៊ុននេះបានវាយគ្នាជាមួយនឹងក្រុមរបស់យន្តមែនហើយនៅពេលនេះក្រុមរបស់យន្តមែនគឺមិនហ៊ានមករៀននោះទេក៏ព្រោះតែរឿងមួយនេះហើយធ្វើឲ្យលោកគ្រូគិតថាស៊ីអ៊ុនបានវាយគ្នាគំរាមទៅកាន់យន្តមែនធ្វើឲ្យគេមិនហ៊ានមករៀនដូច្នេះខាងសាលាក៏បានដាក់ពិន័យទៅលើអ្នកទាំង4ឲ្យពួកគេស្លៀកសម្លៀកបំពាក់បុរាណទៅទទួលភ្ញៀវនៅឯសារមន្ទីរនៅពេលដែលជនទេឮដូច្នេះគឺគេមិនព្រមថាការពិតទៅក្រុមរបស់យន្តមែនជាអ្នកមករករឿងក្រុមរបស់គេនោះទេហើយអ្វីក៏មិនឲ្យក្រុមរបស់យន្តមែនមកដាក់ពិន័យបែរជាឲ្យក្រុមរបស់គេទៅវិញមិនតែប៉ុណ្ណោះស៊ីអ៊ុនគេបានបដិសេធអំពីរឿងនេះផងដែរប៉ុន្តែសម្រាប់ផាខូវិញគេបានចុះក្បាលអ្នកទាំងពីរគោរពទទួលកំហុសមួយនេះដើម្បីឲ្យរឿងរ៉ាវមួយនេះឆាប់ចំនៅពេលដែលអ្នកទាំង4អ្នកចាក់ចេញអំពីបន្ទប់ផាខូក៏បានប្រាប់ឲ្យជនទេនិយាយសុំទោសទៅកាន់ស៊ីអ៊ុនអំពីរឿងកាលពីថ្ងៃមុនជនតាឮដូច្នេះគេក៏បានសុំទោសចំណែកឯស៊ីអ៊ុនវិញគេក៏បានទទួលស្គាល់កំហុសហើយគេក៏បានលើកលែងទោសក៏បានសុំទោសទៅកាន់យន្តវិញផងដែរ
ដែរនៅពេលដែលផាកូឃើញដូច្នេះក៏បានមើលទៅអ្នកទាំងពីរគឺដូចជាមានអ្វីមួយចម្លែកប៉ុន្តែស៊ីអ៊ុនបានប្រាប់ទៅផាកូថានៅថ្ងៃក្រោយកុំប្រាប់អ្នកផ្សេងថាគេនៅក្នុងក្រុមបាល់បោះរបស់ផាកូអីមិនតែប៉ុណ្ណោះថែមទាំងហាមឃាត់ផាកូមិនឲ្យលេងក្បាលរបស់ខ្លួនទៀតផងនៅពេលដែលស៊ីអ៊ុនដើរចាក់ចេញទៅក៏ស្រាប់តែផាកូក្បាលរត់ទៅតាមហើយយកដៃញីទៅលើក្បាលរបស់ស៊ីអ៊ុនមិនតែប៉ុណ្ណោះយកដៃរបស់ស៊ីអ៊ុនញីទៅលើក្បាលរបស់គេវិញទៀតផងគេនិយាយថាធ្វើបែបនេះដើម្បីបង្កើននូវភាពស្និទ្ធស្នាលនៅពេលដែលស៊ីអ៊ុនឃើញដូច្នេះគេក៏មិនដឹងថាត្រូវធ្វើយ៉ាងដូចម្ដេចនោះដែរក៏ព្រោះតែមើលទៅផាកូគឺជាមនុស្សរុះរាយណាមួយមិនចេះប្រកាន់ទៀតផងគឺគេមានតែយល់ព្រមទៅតាមដំណើរតែប៉ុណ្ណោះក្រោយពេលដែលផាកូត្រឡប់មករៀនវិញអ្នកដែលសប្បាយចិត្តបំផុតនោះគឺជាជន់តេក៏ព្រោះតែមានតែផាកូតែប៉ុណ្ណោះដែលតែងតែជួយទៅលើសិស្សទុនខ្សោយកន្លងមកនៅពេលដែលត្រូវបានក្រុមបងធំធ្វើបាបប៉ុន្តែមួយរយៈក្រោយក៏ស្រាប់តែក្រុមទាំងអស់នោះចាប់ផ្ដើមប្រែប្រួលក៏ព្រោះតែបងធំគ្រប់សាលាទាំងអស់ពួកគេចាប់ផ្ដើមសហការគ្នាដែលនៅក្នុងនោះគឺមានប្រធានក្រុមចំនួន4នាក់មានដូចជាបែកជីនសុងជេសុងមុងនិងដុងហាអ្នកទាំង4នាក់បានចាប់ដៃគ្នារកស៊ីខុសច្បាប់នៅក្នុងតំបន់របស់ពួកគេរៀងៗខ្លួនមិនតែប៉ុណ្ណោះថែមទាំងធ្វើបាបទៅលើសិស្សទុនខ្សោយដើម្បីទារប្រាក់ទៀតផងនៅក្នុងនោះយុនមែនគេក៏ចង់ក្លាយទៅជាមេក្រុមបងធំម្នាក់គេបានប្រមូលទ្រសោរបស់សិស្សទុនខ្សោយដើម្បីសូមចូលរួមក្រុមជាមួយនឹងបែកជីនប៉ុន្តែក៏ត្រូវបានផាកូរារាំងដូច្នេះក៏ព្រោះតែរឿងមួយនេះហើយគឺមានតែសាលារបស់ពួកគេតែប៉ុណ្ណោះគឺមិនមានមេក្រុមបងធំចូលរួមជាមួយនឹងក្រុមរបស់បែកជីននោះទេប៉ុន្តែនៅពេលដែលសិស្សសាលារៀននៅសាលាមួយនេះជួបជាមួយនឹងក្រុមទាំង4នោះគឺតែងតែត្រូវធ្វើបាបជានិច្ចប៉ុន្តែសំណាងល្អផាកូមានមុខតែងតែទៅជួយពួកគេជានិច្ចនៅយប់ឡើងម្ដាយរបស់ស៊ីអ៊ុនក៏បានមកទទួលក្រោយពេលដែលខាងសាលាប្រាប់ទៅគាត់ថាកូនប្រុសរបស់ខ្លួនបានវាយគ្នានៅក្នុងសាលាធ្វើឲ្យគាត់បារម្ភយ៉ាងខ្លាំងដូច្នេះម្ដាយរបស់ស៊ីអ៊ុនក៏បានប្រាប់ទៅគេថាគឺឲ្យគេកុំឲ្យពាក់ព័ន្ធជាមួយនឹងក្រុមក្មេងទំនើងទាំងអស់នោះអីនៅយប់នោះក្រុមរបស់យុនមែនត្រូវបានកូនចៅរបស់សុងជេវាឲ្យមានរបួសយ៉ាងដំណំក៏ព្រោះតែយុនមែនមិនបានយកទូរស័ព្ទប្រគល់ឲ្យគ្រប់ចំនួនរួចហើយគេក៏បានទៅជួបជាមួយនឹងបែកជីនប៉ុន្តែបែកជីនគឺគេមិនខ្វល់នោះទេហើយគេក៏បានខលទៅសុងជេប្រាប់ឲ្យគេបញ្ជាទៅកាន់យុនមែនឲ្យចាត់ការទៅលើផាកូទៅនៅថ្ងៃបន្ទាប់ក្រុមរបស់ស៊ីអ៊ុនស្លៀកពាក់ជាបុរាណដើម្បីទៅសារមន្ទីរទទួលភ្ញៀវធ្វើតាមវិន័យដែលលោកគ្រូបានដាក់ឲ្យកាលពីថ្ងៃមុនធ្វើទៅតែអ្នកទាំង4នាក់គឺទើបតែស្គាល់គ្នាក៏ដោយប៉ុន្តែក្រោយពេលដែលមានរឿងកាលពីថ្ងៃមុនកើតឡើងមើលទៅអ្នកទាំង4នាក់នៅពេលនេះគឺដូចជាកំពុងតែមានភាពស្និទ្ធស្នាលជាមួយនឹងគ្នាយ៉ាងខ្លាំងមិនតែប៉ុណ្ណោះផាកូក៏បានភ្នាល់គ្នាជាមួយនឹងអ្នកទាំង3ផងដែរក៏ព្រោះតែគេទើបតែស្គាល់សិស្សស្រីម្នាក់ដែលរៀននៅក្បែរសាលារបស់ពួកគេដូច្នេះគេនឹងរៀបគម្រោងដើម្បីញ៉ាយយន្តទេនិយាយថាប្រសិនបើផាកូញ៉ាយមិនបាននោះទេគឺគេត្រូវតែអញ្ជើញអ្នកទាំងអស់គ្នាទៅញ៉ាំអីបន្តមកអ្នកទាំងពីរអ្នកក៏បានប្រឡែងគ្នាប៉ុន្តែផាកូក៏បានជ្រុលដៃធ្វើឲ្យចង្កឹះរបស់គេជ្រុះទៅលើអាវរបស់ស៊ីអ៊ុនឃើញដូច្នេះគេក៏បានចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតនៅពេលដែលគេទៅដល់បន្ទប់ទឹកក៏ស្រាប់តែឃើញសុងជេឈររងចាំនៅទីនោះរួចជាស្រេចក៏ព្រោះតែសុងជេនេះគឺបានចាប់អារម្មណ៍ទៅលើស៊ីអ៊ុនដែលសារតែស៊ីអ៊ុនគឺជាមិត្តភក្តិរបស់ផាកូសួរទៅស៊ីអ៊ុនថាគេគឺជាអ្នកណាមើលទៅគេគឺដូចជាមិនខ្លាចខ្លួននោះទេប្រសិនបើប្រៀបធៀបជាមួយនឹងអ្នកដទៃនោះនៅពេលដែលឃើញគេគឺតែងតែរត់គេចជានិញពេលដែលស៊ីអ៊ុនឮដូច្នេះគឺគេមិននិយាយអ្វីទាំងអស់គេបានមើលទៅលើមុខរបស់សុងជេធ្វើឲ្យសុងជេត្រូវមិនបានគេក៏ចេញប៉ុន្មានស្នៀតប៉ុន្តែស៊ីអ៊ុនគេក៏កិច្ចតន់ពេលនោះគេក៏បានសម្លឹងទៅមើលថោផ្កាក៏ស្រាប់តែសុងជេក៏បានដឹងអំពីការគិតរបស់ស៊ីអ៊ុនសួរថាតើគេនឹងយកផាងផ្កាមួយនេះវាមកលើខ្លួនមិនដែរឬទេនៅពេលដែលសុងជេឃើញស៊ីអ៊ុនបែបនេះក៏បានធ្វើឲ្យគេចាប់អារម្មណ៍រួចហើយប្រាប់ថាអ្នកទាំងពីរអ្នកនឹងជួបគ្នានៅពេលក្រោយហើយគេនឹងប្រដៅទៅលើសុងអ៊ុនឲ្យស្គាល់ដៃម្ដងក្រោយពេលដែលនិយាយរួចក៏បានចាក់ចេញទៅបាត់ទៅនៅពេលដែលមកដល់ខាងក្រៅគេក៏បានជួបជាមួយនឹងផាកូក៏បានដឹងថាសុងជេនេះប្រកាសជាជួបជាមួយនឹងស៊ីអ៊ុនជាមិនខានដូច្នេះគេក៏បាននិយាយគម្រាមទៅកាន់សុងជេថាប្រសិនបើមានរឿងអ្វីទៅលើស៊ីអ៊ុននោះគេនឹងប្រដៅសុងជេឲ្យដឹងដៃជាមិនខានប៉ុន្តែមើលទៅសុងជេគឺគេមិនខ្លាចនោះទេថែមទាំងនិយាយថានៅសល់តែសាលារបស់គេតែប៉ុណ្ណោះគឺមិនទាន់បានចូលរួមជាមួយនឹងក្រុមក្មេងទំនើងបែកជីនរួចហើយប្រាប់ឲ្យផាកូទៅត្រូវរើគ្នាជាមួយនឹងបែកជីនវិញទៅមើលទៅផាកូជាមួយនឹងបែកជីននេះគឺដូចជាមានរឿងអ្វីជាមួយនឹងគ្នានៅពេលដែលផាកូលើឈ្មោះរបស់បែកជីនទឹកមុខរបស់គេក៏ចាប់ផ្ដើមប្រែប្រួលបន្តិចក្រោយមកគេក៏បានឃើញស៊ីអ៊ុនចាក់ចេញអំពីបន្ទប់ទឹកមិនមានរឿងអ្វីកើតឡើងក៏បានធ្វើឲ្យគេធូរទ្រូងយ៉ាងខ្លាំងយើងរៀបរាប់អំពីបែកជីនបន្តិចកាលប៉ុន្តែគេគឺជាសិស្សពូកែម្នាក់ណាមួយគេក៏ជាមេក្រុមបងធំកាន់កាប់ក្រុមទាំង4នៅក្នុងតំបន់មួយនេះប្រាក់របស់គេចូលទៅក្នុងកងគ្រប់វិនាទីហូរដូចជាតឹងដូច្នេះហើយទៅធ្វើឲ្យគេមានអំណាចយ៉ាងខ្លាំងនៅយប់ឡើងយុនមែនក៏បានណាត់គ្នាជាមួយនឹងបែកជីនដើម្បីរំសាយកំហឹងក៏ព្រោះតែគេគិតថាគេបានខំបម្រើទៅកាន់សុងជេយកទូរស័ព្ទឲ្យហើយប៉ុន្តែគេក៏នៅតែមិនអាចចូលរួមក្រុមជាមួយនឹងបែកជីនបានទៀតណាមួយគេគិតថាអ្នកដែលចេះវាយនោះគឺមានតែសុងជេតែម្នាក់គត់ដូច្នេះគេបាននាំបពុះរបស់គេជាច្រើនអ្នកដើម្បីមកចាត់ការទៅលើបែកជីនតែម្ដងបន្ទាប់មកពួកគេក៏ចាប់ផ្ដើមប្រយុទ្ធគ្នាបែកជីននេះគឺមិនធម្មតានោះទេក្រៅពីសិស្សពូកែនិងជាមេក្រុមបងធំគេថែមទាំងចេះវាយគ្នាយ៉ាងស្ទាត់ជំនាញវាទៅលើក្រុមរបស់យុនមែនមានរបួសយ៉ាងដំណំប៉ុន្តែគេមិនបែកញើសសូម្បីតែបន្តិចបន្ទាប់មកដល់វេនរបស់យុនមែនវិញម្ដងបែកជីនប្រាតែប៉ុន្មានស្នៀតតែប៉ុណ្ណោះធ្វើឲ្យគេសន្លប់បាត់ទៅក្រោយពេលដែលគេវាយគ្នារួចសុងជេក៏បានផ្ញើសារមក
ថាគោលដៅរបស់គេបន្ទាប់នោះគឺជាស៊ីអ៊ុនចំណែកឯក្រុមរបស់ស៊ីអ៊ុននេះវិញក្រៅពេលដែលគេទទួលពីនៃរួចនៅយប់ឡើងផាខូក៏បានអញ្ជើញអ្នកទាំងអស់គ្នាទៅញ៉ាំអីប៉ុន្តែលើកលែងតែស៊ីអ៊ុនគេបានបដិសេធក៏ព្រោះតែមានការរវល់ដូច្នេះផាខូក៏បាននាំអ្នកទាំងពីរទៅហាងមាន់បំពងឪពុករបស់ខ្លួនញ៉ាំនៅទីនោះដើម្បីកុំឲ្យអស់លុយច្រើនបន្ទាប់មកពួកគេក៏ចាប់ផ្ដើមនិយាយអំពីរឿងរបស់យន្តទេសរសើរអំពីភាពក្លាហានដែលគេបានចូលទៅក្នុងបន្ទប់របស់យន្តមែនយកទូរស័ព្ទប្រគល់ទៅឲ្យសិស្សទាំងអស់វិញប៉ុន្តែយន្តក៏បាននិយាយថាការប៉ះទៅភាពក្លាហានរបស់គេនេះគឺបានមកពីស៊ីអ៊ុនទាំងអស់ដូច្នេះនៅពេលនេះក៏បានធ្វើឲ្យយន្តចាប់ផ្ដើមគិតល្អទៅកាន់ស៊ីអ៊ុនវិញថាស៊ីអ៊ុនគឺមិនមែនជាមនុស្សអាក្រក់ដូចជាអ្នកដទៃនិយាយកន្លងមកនោះទេចំណែកឯស៊ីអ៊ុននេះវិញក៏បានទៅមន្ទីរពេទ្យដើម្បីសួរសុខទុក្ខសង្ហូបន្តិចក្រោយមកក៏ស្រាប់តែផាខូខលមកនិយាយថាចាប់តាំងពីពេលនេះទៅគឺមិនមានអ្នកណាម្នាក់តាមដានទៅលើស៊ីអ៊ុនទីនោះទេមិនតែប៉ុណ្ណោះគេក៏បានណាត់គ្នាជាមួយនឹងស៊ីអ៊ុនថានៅថ្ងៃក្រោយអ្នកទាំងពីរនាក់នឹងទៅញ៉ាំអីនឹងញ៉ៃស្រីជាមួយនឹងគ្នាពេលដែលស៊ីអ៊ុនលើបែបនេះសួរទៅវិញថាតើធ្វើបែបនេះបានអ្វីមកវិញក៏ស្រាប់តែសង្ហូក៏មិនដឹងថាត្រូវនិយាយយ៉ាងដូចម្ដេចរួចហើយគេក៏បានបិទទូរស័ព្ទបាត់ទៅជារៀងរាល់ថ្ងៃស៊ីអ៊ុនគឺតែងតែផ្ញើសារទៅកាន់សង្ហូរៀបរាប់អំពីរឿងដែលបានកើតឡើងនៅថ្ងៃនីមួយៗដើម្បីឲ្យសង្ហូគេដឹងប៉ុន្តែក៏ស្រាប់តែថ្ងៃមួយសុងជេក៏បានមកដល់មន្ទីរពេទ្យនៅពេលដែលស៊ីអ៊ុនឃើញដូច្នេះធ្វើឲ្យគេភ្ញាក់ផ្អើលសំណាងល្អសុងជេគឺមិនទាន់ប៉ះពាល់ទៅលើសង្ហូនោះទេហើយគេក៏ចង់យកសង្ហូមកធ្វើជាឈ្នន់ផងដែរដើម្បីឲ្យស៊ីអ៊ុនទៅតាមខ្លួនក៏ព្រោះតែសុងជេមើលឃើញថាស៊ីអ៊ុនក៏ចូលចិត្តវាគ្នាផងដែរដូច្នេះគឺគេចង់ឲ្យស៊ីអ៊ុនចូលរួមក្រុមជាមួយដែលចាប់តាំងពីពេលនេះទៅស៊ីអ៊ុនប្រកាសជាជួបនៅរឿងជាច្រើនទៀតជាមិនខានបន្តមកសុងជេក៏បាននាំស៊ីអ៊ុនទៅកន្លែងរបស់ខ្លួនជួបជាមួយនឹងបែកជីននៅពេលដែលបែកជីនឃើញស៊ីអ៊ុនគេមិនទាន់បាននិយាយអ្វីផងក៏ស្រាប់តែស៊ីអ៊ុនបាននិយាយថាគេមិនខ្វល់ផាកហ៊ូឬមួយក៏បែកជីនធ្វើអ្វីនោះទេប៉ុន្តែប្រសិនបើគេឃើញក្រុមរបស់បែកជីនទៅកាន់មន្ទីរពេទ្យរំខានទៅលើសង្ហូនោះគេនឹងសម្លាប់ជាមិនខាននៅពេលដែលបែកជីនឮដូច្នេះគេក៏មិនដឹងថាត្រូវនិយាយជាមួយនឹងស៊ីអ៊ុនយ៉ាងម៉េចដែរនៅពេលនោះក៏ស្រាប់តែស៊ីអ៊ុនក៏បានមើលទៅលើលំហាត់របស់បែកជីនប្រាប់អំពីរបៀបកណនីរួចហើយដើរចាក់ចេញទៅបាត់ទៅដូច្នេះបែកជីនក៏បានសន្យាជាមួយនឹងស៊ីអ៊ុនថាប្រសិនបើស៊ីអ៊ុនមិនពាក់ព័ន្ធជាមួយនឹងផាកហ៊ូនោះទេនោះគេក៏មិនមានអ្វីត្រូវពាក់ព័ន្ធស៊ីអ៊ុនជាមួយនឹងសង្ហូដូចគ្នានៅពេលដែលស៊ីអ៊ុនឮដូច្នេះគេក៏បានយល់ព្រមហើយប្រាប់ឲ្យបែកជីនរក្សាពាក្យសន្យាផងនៅពេលដែលសុងជេដើរចូលមកក៏បានឆ្ងល់ថាហើយអ្វីក៏បែកជីនដោះលែងស៊ីអ៊ុនបែបនេះបែកជីនប្រាប់ថាពេលនេះគឺមិនគួរគិតរឿងរបស់ស៊ីអ៊ុននោះទេអ្វីដែលត្រូវដោះស្រាយនោះគឺជាសាលារបស់ផាកហ៊ូក៏ព្រោះតែផាកហ៊ូនេះក៏មិនមែនជាមនុស្សធម្មតានោះដែរហើយបែកជីនចង់ឲ្យផាកហ៊ូចូលរួមក្រុមជាមួយនឹងគេប៉ុន្តែរវាងអ្នកទាំងពីរគឺមិនអាចប្រើកម្លាំងបាយជាមួយនឹងគ្នាបាននោះទេដូច្នេះនៅពេលនេះបែកជីនគេក៏ចាប់ផ្ដើមរកនៅដំណោះស្រាយក៏ស្រាប់តែគេក៏បានសួរទៅសុងជេថាតើគេធ្លាប់ចូលទៅក្នុងហាងមាន់បំពងឪពុករបស់ផាកហ៊ូដែរឬទេដែលគេនិយាយបែបនេះគឺដូចជាកំពុងតែរៀបចំនៅផែនការអ្វីមួយចំណែកឯផាកហ៊ូនេះវិញកំពុងតែហាត់ប្រាណនៅផ្ទះពេលនោះក៏ស្រាប់តែប៉ូលីសបានខលមកថាឪពុករបស់គេមានបញ្ហាជាមួយនឹងក្មេងមិនទាន់គ្រប់អាយុនៅពេលដែលផាកហ៊ូឮដូច្នេះក៏បានរត់ទៅហាងឪពុករបស់គេភ្លាមៗតែម្ដងក៏បានដឹងថាឪពុករបស់គេបានលក់ស្រាទៅឲ្យសិស្សមិនទាន់គ្រប់អាយុដូច្នេះក៏ត្រូវបានប៉ូលីសចាំនៅពេលដែលផាកហ៊ូកំពុងតែដោះស្រាយជាមួយនឹងប៉ូលីសក៏ស្រាប់តែមានក្មេងប្រុសម្នាក់បាននិយាយជាមួយនឹងផាកហ៊ូថាបែកជីនគឺនឹកឯងខ្លាំងណាស់ពេលដែលផាកហ៊ូឮដូច្នេះគេក៏បានដឹងថាការពិតទៅរឿងទាំងអស់នេះបែកជីនជាអ្នកបង្កើតឡើងបន្តិចក្រោយមកបែកជីនក៏បានខលមកគេណាត់ជួបគ្នានៅថ្ងៃស្អែកនៅព្រឹកបន្ទាប់ស៊ីអ៊ុនក៏បានចូលទៅក្នុងបន្ទប់កីឡារបស់ផាកហ៊ូហើយសារភាពអំពីរឿងការប្រយុទ្ធមិញគេបានទៅជួបជាមួយនឹងបែកជីនមិនតែប៉ុណ្ណោះគេក៏បានប្រកាសថាចាប់តាំងពីពេលនេះទៅគឺគេលែងមានទំនាក់ទំនងជាមួយនឹងអ្នកទាំង3ទៀតហើយនៅពេលដែលយន្តជាមួយនឹងជនតេលើអំពីពាក្យទាំងអស់នេះគេមិនទាន់ដឹងថាមានរឿងអ្វីកើតឡើងនោះទេលើកលែងតែផាកហ៊ូតែប៉ុណ្ណោះគឺគេបានដឹងថាស៊ីអ៊ុនប្រកាសជាមានរឿងអ្វីជាមួយនឹងបែកជីនជាមិនខានបាននិយាយគ្នាអ្វីជាមួយនឹងស៊ីអ៊ុនទៅស៊ីអ៊ុនគេសម្រេចចិត្តបែបនេះដូច្នេះផាកហ៊ូក៏បានយល់ព្រមជាមួយនឹងការស្នើសុំរបស់ស៊ីអ៊ុនដែលចាប់តាំងពីពេលនេះទៅអ្នកទាំង3នាក់នឹងធ្វើជាមិនស្គាល់គ្នាពេលដែលចេញមករកខាងក្រៅជនតេក៏បានមកតាមប្រាប់ទៅកាន់ស៊ីអ៊ុនឲ្យគេកុំធ្វើបែបនេះអីប៉ុន្តែស៊ីអ៊ុនបាននិយាយថាវាគឺជាជំរឿនដ៏ល្អបំផុតសម្រាប់គេនៅពេលនេះចាប់តាំងពីពេលនោះមកនៅពេលដែលស៊ីអ៊ុនគេមករៀនគឺតែងតែដេកក្រោយពេលដែលរៀនរួចគេក៏បានត្រឡប់ទៅផ្ទះវិញតែម្នាក់ឯងហើយនៅពេលដែលជួបជាមួយនឹងក្រុមក្មេងទំនើងគេធ្វើដូចជាមិនដឹងនៅពេលដែលជនតេជាមួយនឹងយន្តចាក់ចេញអំពីសាលារៀនពួកគេក៏នៅតែឆ្ងល់អំពីរឿងទាំងអស់នេះគឺមិនយល់នោះទេហើយអ្វីបានជាស៊ីអ៊ុនចាក់ចេញអំពីក្រុមធ្វើឲ្យពួកគេមិនសប្បាយចិត្តចំណែកឯផាកហ៊ូក៏ដូចនេះដែរបន្ទាប់មកនៅពេលដែលអ្នកទាំង3នាក់បែកផ្លូវគ្នាយន្តជាមួយនឹងយន្តក៏បានជួបជាមួយនឹងក្រុមរបស់សុងជេណាមួយពេលមុនមកយន្តក៏ត្រូវបានសុងជេវាឲ្យមានរបួសយ៉ាងដំណំទៀតផងនោះធ្វើឲ្យគេមានអារម្មណ៍ភ័យខ្លាចប៉ុន្តែគេក៏នៅតែនិយាយប្រឈមមុខជាមួយនឹងសុងជេដើម្បីអូសបន្លាយពេលវេលាឲ្យយន្តគេរត់ចាក់ចេញអំពីទីនេះប៉ុន្តែសម្រាប់យន្តវិញគឺគេមិនយល់នោះទេលុះត្រាតែយន្តស្រែកឡើងប្រាប់ឲ្យគេរត់ទៅគេព្រមរុនធ្វើឲ្យក្រុមរបស់សុងជេដេញតាមមិនទាន់បន្តិចក្រោយមកសុងជេក៏បានប្រាប់ឲ្យកូនចៅរបស់គេទៅតាមស្វែងរកស៊ីអ៊ុនវិញនៅពេលដែលយន្តឮដូច្នេះគេក៏បានខលទៅស៊ីអ៊ុនភ្លាមៗតែម្ដងដើម្បីឲ្យប្រយ័ត្នខ្លួនប៉ុន្តែនៅពេលដែលយន្តកំពុងតែនិយាយទូរស័ព្ទ
ជាមួយនឹងសេអ៊ុនក៏ស្រាប់តែជួបជាមួយនឹងកូនចៅរបស់សុងជេសេអ៊ុនក៏បានដឹងថាចន្ទៃនៅពេលនេះក៏កំពុងតែមានបញ្ហាដែរសេអ៊ុនក៏បានបិទទូរស័ព្ទភ្លាមៗហើយរត់សម្ដៅទៅកាន់សាលាដើម្បីទៅជួយចន្ទៃវិញភ្លាមៗតែម្ដងរីឯផាខូនេះវិញគេក៏បានទៅកន្លែងរបស់បែកជីនតាមការសន្យាមើលទៅអ្នកទាំងពីរអ្នកពីមុនមកគឺជាមិត្តភក្តិជាមួយនឹងគ្នាប៉ុន្តែមិនដឹងថាមានរឿងអ្វីនោះទេទើបធ្វើឲ្យអ្នកទាំងពីរអ្នកខ្លាចទៅជាសត្រូវជាមួយនឹងគ្នាប៉ុន្តែបែកជីនក៏នៅតែគោរពទៅកាន់ផាខូមិនតែប៉ុណ្ណោះថែមទាំងចង់ឲ្យផាខូចូលមករួមក្រុមជាមួយនឹងគេដើម្បីកាប់លុយទៀតផងនៅពេលដែលផាខូឮដូច្នេះគេក៏បានឆ្លើយបដិសេធភ្លាមៗតែម្ដងគេបាននិយាយថាគឺគេមិនចង់ពាក់ព័ន្ធជាមួយនឹងក្រុមក្មេងទំនើងរបស់បែកជីននោះទេក៏ព្រោះតែគេបានស្អប់ខ្ពើមទៅលើបែកជីនយ៉ាងខ្លាំងធ្វើឲ្យអ្នកទាំងពីរប្រឈមមុខជាមួយនឹងគ្នារួចហើយផាខូក៏បានចាក់ចេញអំពីទីនោះប៉ុន្តែនៅពេលដែលផាខូចេញមកដល់ខាងក្រៅក៏ស្រាប់តែឃើញកូនចៅរបស់បែកជីនឈររងចាំរួចជាស្រេចរីឯនៅម្ខាងទៀតវិញយុនតានៅពេលនេះគឺកំពុងតែវាយមួយស្មើជាមួយនឹងសុងជេប៉ុន្តែយុនតាគឺមិនមែនជាដៃគូរបស់គេនោះទេក៏ត្រូវបានសុងជេវាទៅលើគេមានរបួសយ៉ាងដំណំនៅចំពោះមុខរបស់ចន្ទៃរីឯផាខូនេះវិញក៏ចាប់ផ្ដើមចាត់ការទៅលើកូនចៅរបស់បែកជីនប៉ុន្តែមើលទៅកូនចៅទាំងអស់នោះដូចជាមិនបានការនោះទេផាខូគ្រាន់តែកម្រើកម្រាមដៃរបស់គេតែប៉ុណ្ណោះធ្វើឲ្យកូនចៅរបស់បែកជីនមានរបួសយ៉ាងដំណំបន្ទាប់មកនៅសល់តែ2នាក់ទៀតតែប៉ុណ្ណោះប៉ុន្តែបែកជីនក៏បានចេញមកខកទៅលើពួកគេហើយប្រាប់ទៅផាខូថាគេនឹងដោះលែងផាខូឲ្យមានសេរីភាពសិនចុះដែលចង់ដឹងថាតើផាខូគេអាចធ្វើអ្វីបានប៉ុន្តែផាខូនិយាយថាការពិតទៅគេគឺជាអ្នកដោះលែងនោះទេក៏ព្រោះតែមើលទៅកូនចៅរបស់បែកជីនមិនមានអ្នកណាម្នាក់បានការហើយអ្នកទាំងពីរនាក់នេះក៏ដូចគ្នាប្រសិនបើបែកជីនមិនខុសនោះទេគេនឹងវាយទៅលើអ្នកទាំងពីរនាក់នេះឲ្យមើលលេងស្គាល់ជាមិនខានក្រោយពេលដែលនិយាយរួចផាខូក៏បានចាក់ចេញទៅបាត់ទៅដើម្បីទៅជួយយន្តតានៅពេលដែលបែកជីនឃើញដូច្នេះគេក៏បានញញឹមមើលទៅគេក៏ដូចជាកំពុងតែរៀបនៅផែនការអ្វីមួយផ្សេងទៀតក្រោយពេលដែលសុងជេវាយទៅលើយន្តតាមិនអាចតដៃបានក៏ដល់វេនរបស់ចន្ទៃវិញរួចហើយគេក៏បានថតរូបអ្នកទាំងពីរតុងនៅពេលនោះក៏ស្រាប់តែសេអ៊ុនក៏បានមកដល់ដោយមិនរងចាំយូរគេក៏បានដកបិទចេញមកប្រយុទ្ធគ្នាជាមួយនឹងសុងជេតែម្ដងប៉ុន្តែមើលទៅសេអ៊ុនដូចជាមិនមែនជាដៃគូរបស់សុងជេនោះទេសុងជេចាប់ដៃរបស់គេបានហើយយកបិទក្រវ៉ាត់ចោលបន្ទាប់មកក៏ចាប់ផ្ដើមវាយទៅលើសេអ៊ុនប្រមាណដៃធ្វើឲ្យគេស្ទើរតែវង្វេងស្មារតីបន្តិចក្រោយមកសេអ៊ុនក៏បានឃើញផាងផ្កាមួយគេបានចាប់វាយក្រវ៉ាត់ទៅលើសុងជេធ្វើឲ្យដីចូលទៅក្នុងភ្នែកធ្វើឲ្យសុងជេមិនអាចមើលឃើញដូច្នេះសេអ៊ុនគេក៏បានឆ្លៀតឱកាសយកវ៉ែនតារបស់សុងជេកាច់វាចេញមកហើយចាក់ទៅលើជើងខាងឆ្វេងរបស់សុងជេតែម្ដងធ្វើទៅតែសុងជេមានការឈឺចាប់ប៉ុន្តែគេក៏នៅតែអាចតដៃបានរួចហើយវាទៅលើសេអ៊ុនជាបន្តបន្ទាប់ធ្វើឲ្យសេអ៊ុនឡើងវង្វេងប៉ុន្តែគេក៏នៅតែខំព្យាយាមពង្រឹងស្មារតីដើម្បីឈរទប់ទល់ជាមួយនឹងសុងជេជាបន្តទៀតនៅពេលដែលសេអ៊ុនត្រូវបានសុងជេវាយជាបន្តបន្ទាប់ក៏ស្រាប់តែសេអ៊ុនក៏បានតដៃជាមួយនឹងសុងជេវិញអ្នកទាំងពីរនាក់បានវាយគ្នាទៅវិញទៅមកមើលទៅសុងជេនៅពេលនេះបែរជាចាញ់ព្រាមធ្វើឲ្យពួកគេអស់កម្លាំងយ៉ាងខ្លាំងគឺនៅសល់តែក្បាច់ចុងក្រោយតែប៉ុណ្ណោះពេលនោះសេអ៊ុនគេក៏បានបោះក្បាលទៅលើជើងដែលមានរបួសរបស់សុងជេក្រោកឈរឡើងជល់ហើយវាយទៅលើសុងជេមួយដៃរួចហើយអ្នកទាំងពីរនាក់ក៏បានដួលនៅទីនោះតែម្ដងបន្តិចក្រោយមកផាខូក៏បានមកដល់មើលទៅសេអ៊ុនដូចជាមិនមានបញ្ហាអ្វីនោះទេចំណែកឯសុងជេគេក៏បានស្លាប់បាត់ទៅរួចហើយសេអ៊ុនក៏បាននិយាយថាសុងហូឲ្យគ្នាសុំទោសគ្នាវាយគ្នាទៀតហើយកាត់ប្លង់មកកាលពីប្រហែលថ្ងៃមុនយន្តតាបានមករៀនក្បាច់គុណទៅលើជន្ទេប៉ុន្តែមើលទៅជន្ទេគឺដូចជាមិនមានដងនោះទេនៅពេលដែលផាខូឃើញដូច្នេះក៏បានស្ដីបន្ទោសទៅឲ្យជន្តាថាគឺគេមិនចេះបង្រៀនសិស្សពេលដែលសេអ៊ុនឮដូច្នេះក៏បានសួរទៅផាខូថាហេតុអ្វីក៏គេមិនទៅបង្រៀនផាខូនិយាយថាគឺគេមិនចង់បង្រៀនអ្នកណាម្នាក់ឲ្យចេះវាយគ្នាទៀតនោះទេហើយនិយាយថាការប៉ះទះយន្តតាពីមុនមកគឺជាកីឡាករអាជីពប៉ុន្តែនៅថ្ងៃមួយពេលដែលអ្នកទាំងពីរដើរលេងជាមួយនឹងគ្នាជួបជាមួយនឹងក្រុមបងធំពួកគេក៏បានវាយគ្នាយន្តតាដែលសរសៃ ACL គេក៏បានបញ្ចប់នៅអាជីពរបស់គេតែម្ដងនៅពេលដែលផាខូឃើញដូច្នេះធ្វើឲ្យគេមានអារម្មណ៍ខឹងយ៉ាងខ្លាំងផងដែរគឺគេចង់រកក្រុមក្មេងទំនើងទាំងអស់នោះដើម្បីសងសឹកឲ្យយន្តតាវិញប៉ុន្តែក្រោយមកផាខូគេក៏បានដឹងថាការប៉ះទះកំហុសទាំងអស់នេះគឺមកពីគេទៅធ្វើឲ្យយន្តតាទៅជាបែបនេះដូច្នេះចាប់តាំងពីពេលនោះមកក៏បានធ្វើឲ្យផាខូស្ដាយក្រោយដែលអារម្មណ៍មួយនេះគេក៏មិនដឹងថាត្រូវនិយាយយ៉ាងដូចម្ដេចនោះដែរក៏ស្រាប់តែសេអ៊ុនក៏បាននិយាយថាវាគឺជាអារម្មណ៍នៃការធ្វើខុសក៏ព្រោះតែសេអ៊ុនបានជោគជុំជាមួយនឹងអារម្មណ៍មួយនេះអស់រយៈពេលជាយូរណាស់មកហើយក្រោយពេលដែលស៊ូហូមានរបួសធ្ងន់សម្រាប់នៅក្នុងមន្ទីរពេទ្យរហូតដល់សប្តាហ៍ថ្ងៃនេះកាន់មកកាន់ពេលបច្ចុប្បន្ននៅពេលដែលសេអ៊ុនដឹងខ្លួនឡើងវិញក៏ស្រាប់តែឃើញថាគឺគេនៅផ្ទះរបស់ផាខូហើយគេបានសន្លប់អស់រយៈពេល2ថ្ងៃមកហើយនៅពេលដែលដឹងខ្លួនឡើងវិញផាខូក៏បាននិយាយថាក្រោយពេលដែលគេសន្លប់គេបាននាំសេអ៊ុនចាក់ចេញអំពីទីនោះជាមួយនឹងការដេញចាប់របស់ប៉ូលីសរីឯសុងជេជាមួយនឹងកូនចៅរបស់គេក៏ត្រូវបានប៉ូលីសចាប់រួចហើយផាខូក៏បានសុំទោសទៅកាន់សេអ៊ុនដែលធ្វើឲ្យគេពាក់ព័ន្ធនឹងរឿងទាំងអស់នេះហើយនិយាយថាចាប់តាំងពីពេលនេះទៅគេធានាថាសេអ៊ុននឹងមានសុវត្ថិភាពនៅពេលដែលសេអ៊ុនលើកដូច្នេះគេស្មានថាផាខូគេទៅសងសឹកជាមួយនឹងបែកជីនវិញគេបានស្ដីបន្ទោសទៅឲ្យផាខូតើវាគ្នាបានអ្វីប្រសិនបើផាខូសងសឹកទៅលើក្រុមទាំងអស់នោះនៅថ្ងៃក្រោយពួកគេគង់តែសងសឹកត្រឡប់មកវិញជាមិនខានដូច្នេះធ្វើឲ្យអ្នកទាំងអស់គ្នាមានតែរបួសតែប៉ុណ្ណោះណាមួយសេអ៊ុនសួរទៅផាខូថាតើមូលហេតុអ្វីបានជាបែកជីនធ្វើបែបនេះផាខូបាននិយាយថាការប៉ះទើគេជាមួយនឹងបែកជីនកាលពីមុនមកអ្នកទាំងពីរនាក់គឺជាមិត្តភក្តិ
ជាមួយនឹងគ្នាការពេលរៀននៅវិទ្យាល័យដែលនៅពេលនោះបែកជិនគឺជាក្មេងទុនខ្សោយម្នាក់តែងតែត្រូវបានមិត្តភក្តិនៅក្នុងថ្នាក់ធ្វើបាបចំណេញក្រោយពេលដែលផាខូគិតនៅសម្ដីរបស់ស៊ីអ៊ុនរួចគេសម្រេចចិត្តថានឹងខលទៅបែកជិនដើម្បីសុំត្រូវរើគ្នាវិញហើយនិយាយថាខ្ញុំចោះចាញ់ហើយតើឯងចង់បានបែបនេះមែនដែរឬទេប៉ុន្តែការពិតទៅបែកជិនគឺមិនខ្វល់អំពីការចាញ់ឈ្នះជាមួយនឹងផាខូនោះទេដែលនៅពេលនេះគឺបានទទួលសង្ជេរចេញអំពីប៉ូលីសរួចហើយសួរទៅសង្ជេរថាតើគេមានសារភាពអ្វីទៅកាន់ប៉ូលីសដែរឬទេក៏ព្រោះតែបែកជិនខ្លាចថាសង្ជេរប្រាប់ទៅប៉ូលីសអំពីការរកស៊ីខុសច្បាប់របស់គេនៅពេលដែលសង្ជេរឮដូច្នេះធ្វើឲ្យគេអស់សំណើចគិតថាហេតុអ្វីក៏បែកជិនមិនខ្វល់អំពីគេបែបនេះទោះបីជាគេនៅពេលនេះកំពុងតែមានរបួសពេញខ្លួនក៏ដោយបែរជាខ្វល់អំពីរឿងផ្សេងទៅវិញរួចហើយសង្ជេរក៏បានចាក់ចេញទៅបាត់ទៅនៅថ្ងៃបន្ទាប់នៅពេលដែលបែកជិនចាក់ចេញអំពីសាលាក៏ស្រាប់តែកូនចៅមេរបស់គេបានមកជួបជាមួយនឹងបែកជិនដែលនិយាយថាពេលនេះមេធំចង់ជួបបែកជិនបានប្រាប់ថាឲ្យទៅមុនទៅគឺគេទៅតាមក្រោយប៉ុន្តែកូនចៅរបស់មេធំគឺគេមិនយល់ព្រមនោះទេគេបំរុងនឹងចាប់បែកជិនញាត់ចូលទៅក្នុងឡានតែម្ដងប៉ុន្តែពួកគេក៏ត្រូវបានបែកជិនវាយឲ្យមានរបួសយ៉ាងដំណំប្រាប់ទៅពួកគេថាគេនឹងទៅជួបនៅក្នុងយប់នេះប៉ុន្មានថ្ងៃក្រោយមកស៊ីអ៊ុនក៏បានត្រឡប់ទៅរៀនវិញនៅពេលដែលទៅដល់សាលាគេក៏បានជួបជាមួយនឹងមិត្តភក្តិរបស់គេទាំង3នាក់មកទទួលរាក់ទាក់ប្រៀបដូចជាស៊ីអ៊ុនបានខានមករៀនអស់រយៈពេលជាច្រើនខែយ៉ាងអញ្ចឹងមិនតែប៉ុណ្ណោះនៅពេលនេះផាខូគឺមានភាពស្និទ្ធស្នាលជាមួយនឹងស៊ីអ៊ុនយ៉ាងខ្លាំងនៅក្នុងម៉ោងចេញលេងអ្នកទាំង4នាក់ក៏បានទៅហាត់កីឡាជាមួយនឹងគ្នាទំនាក់ទំនងរបស់អ្នកទាំង4នៅពេលនេះគឺដូចជាបងប្អូនយ៉ាងអញ្ចឹងប៉ុន្តែមានរឿងមួយដែលយន្តៈគេកំពុងតែព្រួយបារម្ភក៏ព្រោះតែគេខ្លាចក្រុមរបស់បែកជិនត្រឡប់មកវាធ្វើបាបទៅលើពួកគេម្ដងទៀតពេលនោះផាខូក៏បាននិយាយថាគឺគេបានដោះស្រាយរឿងទាំងអស់នេះរួចរាល់ហើយអ្នកទាំងអស់គ្នាមិនបាច់បារម្ភអំពីរឿងនេះទៀតនោះទេនៅពេលដែលពួកគេកំពុងតែសប្បាយជាមួយនឹងគ្នាក៏ស្រាប់តែមាននរណាម្នាក់បានខលមកផាខូទឹកមុខរបស់គេក៏បានប្រែប្រួលតែម្ដងគេក៏បានចាក់ចេញអំពីទីនោះទោះបីជាអ្នកទាំង3សួរទៅផាខូថាមានរឿងអ្វីគេប្រាប់ថាមិនអីនោះទេគេនឹងត្រឡប់មកវិញឆាប់ៗនេះការពិតទៅអ្នកដែលបានខលមកផាខូអំបញ្ញមិញនេះគឺខាងប៉ូលីសប្រាប់ថាឪពុករបស់គេបានវាយក្មេងៗកាលពីថ្ងៃមុនដែលគាត់បានលក់ស្រាឲ្យនោះមានរបួសដូច្នេះក៏ត្រូវបានប៉ូលីសចាំនៅពេលដែលផាខូទៅដល់ប៉ូលីសក៏ឃើញថាឪពុករបស់ខ្លួនគឺកំពុងតែនៅក្នុងគុកដូច្នេះគេក៏បានដឹងថាការពិតទៅល្បិចទាំងអស់នេះគឺជារបស់បែកជិនហើយថែមទាំងដឹងថាបែកជិនគឺមិនបានលើកលែងឲ្យគេនោះទេនៅពេលនោះបែកជិនគេក៏បានផ្ញើសារមកថាប្រសិនបើផាខូចូលរួមជាមួយនឹងក្រុមរបស់ពួកគេនោះគេនឹងដោះលែងគ្រួសារជាមួយនឹងមិត្តភក្តិរបស់ផាខូឲ្យរួចខ្លួនបន្តិចក្រោយមកផាខូក៏បានឃើញកូនចៅរបស់បែកជិនចាក់ចេញអំពីប៉ូលីសមិនតែប៉ុណ្ណោះពួកគេថែមទាំងនិយាយឌឺដងទៅកាន់ឪពុកផាខូទៀតផងផាខូក៏ចាប់ផ្ដើមទៅតាមពួកគេទៅដល់កន្លែងស្ងាត់រួចហើយវាយទៅលើពួកគេដើម្បីបញ្ចេញកំហឹងបន្តិចក្រោយមកបែកជិនក៏បានដឹងអំពីរឿងកូនចៅរបស់គេត្រូវបានផាខូវាយប៉ុន្តែគេមិនខ្វល់នោះទេក៏ព្រោះតែគេគិតថានៅថ្ងៃណាមួយផាខូប្រកាសជាចូលរួមក្រុមជាមួយនឹងគេជាមិនខានបន្ទាប់មកបែកជិនក៏បានទៅជួបមេរបស់គេដែលមានឈ្មោះថាឆយក៏ព្រោះតែនៅពេលនេះឮដំណឹងថាគឺមានរឿងជាច្រើនបានកើតឡើងជាបន្តបន្ទាប់ក៏ព្រោះតែក្រុមរបស់បែកជិននេះឯងដូច្នេះនៅពេលនេះមេរបស់បែកជិនគឺឲ្យបែកជិនធ្វើយ៉ាងណាដើម្បីដោះស្រាយនៅរឿងទាំងអស់នេះបើមិនដូច្នេះទេគាត់នឹងលូកដៃចូលជាមិនខានត្រឡប់មកកាន់ស៊ីអ៊ុននេះវិញក្រោយពេលដែលគេត្រឡប់មកផ្ទះម្ដាយរបស់គេឃើញថាមុខរបស់គេតែងតែមានរបួសមិនតែប៉ុណ្ណោះមិនសូវចូលរៀនទៀតផងធ្វើឲ្យគាត់បារម្ភដូច្នេះគាត់ក៏បានសម្រេចចិត្តថាទៅសមុទ្រយន្តហោះរួចរាល់ដើម្បីបញ្ជូនគេទៅរៀននៅឯបរទេសស៊ីអ៊ុនសួរទៅម្ដាយរបស់គេថាហេតុអ្វីក៏មិនឲ្យគេមានសេរីភាពដូចជាកាលពីមុនម្ដាយរបស់គេប្រាប់ថាដោយសារតែនៅពេលនោះគាត់គិតថាគាត់មិនសូវជាខ្វល់ជាមួយនឹងស៊ីអ៊ុនទើបបណ្ដាលឲ្យគេមានបញ្ហានៅឯសាលាចាស់ដូច្នេះក៏ព្រោះតែមូលហេតុមួយនេះហើយទើបម្ដាយរបស់ស៊ីអ៊ុនចាប់ផ្ដើមបារម្ភទៅលើស៊ីអ៊ុនពេលដែលគេមករៀននៅឯសាលាថ្មីពេលនេះស៊ីអ៊ុនកំពុងតែពិបាកចិត្តយ៉ាងខ្លាំងគេសង្ឃឹមថាសូហូនឹងដឹងខ្លួនឡើងវិញឆាប់ៗដើម្បីចង់ស្ដាប់នៅការណែនាំរបស់សូហូថាពេលនេះគេគួរតែធ្វើអ្វីជាបន្តទៀតអ្វីត្បិតតែស៊ីអ៊ុនកំពុងតែលាក់រឿងនៅក្នុងចិត្តជាច្រើនក៏ដោយគេគិតថារឿងទាំងអស់នេះគឺជាកំហុសរបស់គេបានមកកើតឡើងចាប់តាំងពីរឿងម្ដាយរបស់គេសូហូជាមួយនឹងបែកជិនចង់ឲ្យសូហូចូលរួមក្រុមជាមួយទៀតផងនោះដែលនៅពេលនេះស៊ីអ៊ុនគឺមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីដោះស្រាយនៅរឿងទាំងអស់នេះនៅពេលដែលស៊ីអ៊ុនត្រឡប់មកផ្ទះគេក៏បានលើកសិស្សដទៃទៀតនិយាយអំពីរឿងរបស់ផាខូថាគេបានវាយកូនចៅរបស់បែកជិននៅខាងក្រោយប៉ូលីសស៊ីអ៊ុនគិតថានៅពេលនេះផាខូកំពុងតែមានរឿងអ្វីមួយលាក់បាំងជាមិនខានឬឯផាខូនេះវិញក្រោយពេលដែលគេវាយទៅលើកូនចៅរបស់បែកជិនរួចគឺគេមិនបានទៅរៀននោះទេតែងតែដេកនៅផ្ទះហើយឪពុករបស់គេក៏មិនដឹងថាកូនប្រុសរបស់ខ្លួនបានសងសឹកឲ្យគាត់ដែរគាត់បានស្ដីបន្ទោសទៅឲ្យផាខូថាមិនចេញទៅខាងក្រៅជួយរកលុយហើយអ្វីក៏ដេកខ្ជិលនៅក្នុងបន្ទប់យ៉ាងដូចនេះនឹងស្ដីបន្ទោសទៅឲ្យផាខូជាច្រើនផាខូឮដូច្នេះគេក៏បានចាក់ចេញអំពីផ្ទះបាត់ទៅបន្តិចក្រោយមកក៏ស្រាប់តែបែកជិនក៏បានខលមកផាខូថាពេលនេះផាខូគេសម្រេចចិត្តហើយឬនៅអំពីការចូលរួមក្រុមជាមួយនឹងគេប្រសិនបើគេយល់ព្រមគ្រួសារជាមួយនឹងមិត្តភក្តិរបស់ផាខូពួកគេនឹងមានសុវត្ថិភាពហើយប្រសិនបើចង់បានអ្វីគេនឹងផ្ដល់ឲ្យប៉ុន្តែជំនុំមកវិញប្រសិនបើបែកជិនចង់បានអ្វីពីគេក៏ត្រូវតែធ្វើឲ្យដូចគ្នានៅពេលដែលផាខូឮដូច្នេះគេមិនបាននិយាយអ្វីទាំងអស់ប្រៀបដូចជាការយល់ព្រមយ៉ាងអញ្ចឹងបន្ទាប់មកផាខូក៏ចាប់ផ្ដើមធ្វើការឲ្យបែកជិនទៅជួបជាមួយនឹងមេបងធំម្នាក់ដែលគេមិនទាន់ចូលរួមក្រុមជាមួយនឹងបែកជិនផាខូក៏បានវាយទៅលើគេហើយប្រាប់ថាបែកជិនគឺចង់ឲ្យគេចូលរួមក្រុមជាមួយពេលដែលបងធំអ្នកនោះឮដូច្នេះគេក៏មិនមានជំរឿហើយគេក៏បានយល់ព្រមជាមួយនឹងផាខូ
តែម្ដងចំណែកស៊ីអ៊ុននេះវិញគេកំពុងតែស្វែងរកសាលានៅឯក្រៅប្រទេសដើម្បីរៀនក៏ស្រាប់តែយន្តទេជាមួយនឹងយន្តតាបានមកផ្ទះរបស់គេហើយបបួលចេញទៅខាងក្រៅលេងបាល់បោះក្រៅពេលដែលយន្តតាគេដឹងថាស៊ីអ៊ុនបំណងនឹងចាក់ចេញទៅរៀននៅឯក្រៅប្រទេសធ្វើឲ្យគេសប្បាយចិត្តជំនួសអ្វីត្បិតតែអ្នកទាំងពីរនាក់ទើបតែស្គាល់គ្នាតែប៉ុណ្ណោះប៉ុន្តែគេចាត់ទុកស៊ីអ៊ុនគឺជាមិត្តភក្តិជិតស្និទ្ធរបស់គេហើយក៏មានអារម្មណ៍ស្រ័យក្រោយនៅពេលដែលស៊ីអ៊ុនទៅរៀននៅឯប្រទេសស៊ីអ៊ុនក៏បានសួរទៅយន្តតាអំពីផាក់ហ៊ូយន្តតាប្រាប់ថាផាក់ហ៊ូគឺគេមិនបានទៅរៀននោះទេហើយក៏មិនមានអ្វីចម្លែកនោះដែរគឺគេតែងតែអវត្តមានចំណេញប៉ុន្តែសម្រាប់ស៊ីអ៊ុនគឺគេកំពុងតែបារម្ភទៅលើផាក់ហ៊ូរួចហើយគេក៏បានខលទៅតែម្ដងផាក់ហ៊ូគេក៏បានលើកទូរស័ព្ទប៉ុន្តែមិនបាននិយាយអ្វីនោះទេដោយផាក់ហ៊ូនៅពេលនេះគេគិតថាចាប់តាំងពីពេលនេះទៅគឺគេមិនចង់ឲ្យមិត្តភក្តិរបស់គេទាំងអស់គ្នាមានបញ្ហាដោយសារតែគេទៀតឡើយបន្តិចក្រោយមកផាក់ហ៊ូក៏បានទៅដល់កន្លែងរបស់បែកជីនហើយយល់ព្រមចូលរួមជាមួយនឹងបែកជីនតែម្ដងនៅថ្ងៃបន្ទាប់ស៊ីអ៊ុននៅឯប្រលេងយន្តហោះរៀបនឹងចាក់ចេញទៅឯប្រទេសប៉ុន្តែម្ដាយរបស់គេមានការរវល់ដូច្នេះប្រាប់ឲ្យស៊ីអ៊ុនទៅមុនទៅគាត់នឹងទៅតាមក្រោយពេលនោះក៏ស្រាប់តែជន់តេក៏បានខលមកនិយាយថាការប៉ះទៅក្រុមរបស់ពួកគេគឺតែងតែដឹងថាស៊ីអ៊ុនបានទៅមើលមិត្តភក្តិម្នាក់ដែលកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យហើយក៏បានដឹងអំពីមូលហេតុដែលមិត្តភក្តិម្នាក់នោះគេមានរបួសបែបនេះដែរប៉ុន្តែសម្រាប់ជន់តេគេគិតថាវាមិនមែនជាកំហុសរបស់ស៊ីអ៊ុននោះទេតែធ្វើឲ្យមិត្តភក្តិម្នាក់នោះមានរបួសបែបនេះស៊ីអ៊ុនឮដូច្នេះទឹកភ្នែករបស់គេក៏ហូរស្រក់ចុះមកតែម្ដងពេលនោះស៊ីអ៊ុនក៏បានប្រាប់ទៅម្ដាយរបស់គេថាគឺគេមិនទៅនោះទេក៏ព្រោះតែមិត្តភក្តិរបស់គេខលមករឿងរបស់ស៊ូហូដេកនៅក្នុងមន្ទីរពេទ្យនោះគឺមិនមែនជាកំហុសរបស់គេក៏បានចាក់ចែងអំពីប្រលានយន្តហោះធ្វើឲ្យម្ដាយរបស់គេឆ្ងល់យ៉ាងខ្លាំងនៅថ្ងៃបន្ទាប់ស៊ីអ៊ុនគេក៏បានមករៀនវិញគេក៏បាននិយាយគ្នាជាមួយនឹងយន្តទេនៅពេលដែលយន្តគេដឹងថាស៊ីអ៊ុនមិនបានទៅរៀននៅឯប្រទេសនោះទេធ្វើឲ្យគេសប្បាយចិត្តយ៉ាងខ្លាំងប៉ុន្តែនៅពេលដែលពួកគេនឹកឃើញទៅដល់ផាក់ហូធ្វើទឹកមុខរបស់ពួកគេស្រាប់តែលេងសប្បាយចិត្តក៏ព្រោះតែស៊ីអ៊ុនដឹងថាផាក់ហូនៅពេលនេះគឺបានចូលរួមក្រុមជាមួយនឹងបែកជីនហើយដែលផាក់ហូធ្វើបែបនេះគឺដើម្បីការពារអ្នកទាំងអស់គ្នាដូច្នេះស៊ីអ៊ុនក៏បានគិតថាគេនឹងរកមធ្យោបាយដើម្បីនាំផាក់ហូត្រឡប់មកវិញចំណែកឯផាក់ហូនេះវិញក៏បានទៅជួបជាមួយនឹងមេក្រុមបងធំនៅឯសាលាផ្សេងដើម្បីអស់ទាញពួកគេចូលរួមក្រុមជាមួយនឹងបែកជីនគេក៏ត្រូវបានមេក្រុមបងធំនៅសាលាមួយនោះវាយទៅលើគេ3ដៃប៉ុន្តែមើលទៅផាក់ហូដូចជាមិនកើតអ្វីនោះទេរួចហើយគេក៏បានវាយទៅលើក្រុមបងធំអ្នកនោះតែមួយដៃតែប៉ុណ្ណោះធ្វើឲ្យគេឈឺចាប់យ៉ាងខ្លាំងរួចហើយក៏ផាក់ហូវាយបន្តទៀតគុំតែបានកូនចៅរបស់គេខន់គុំអីផាក់ហូសម្រាប់មេក្រុមបងធំអ្នកនោះស្លាប់បាត់ទៅហើយនៅពេលដែលត្រឡប់មកវិញបែកជីនក៏បានឲ្យលុយមួយចំនួនធំទៅកាន់ផាក់ហូហើយនិយាយថាយកលុយមួយនេះទៅឲ្យឪពុករបស់គេទៅប៉ុន្តែសម្រាប់ផាក់ហូវិញគឺគេមិនចង់បានលុយដល់ខ្មៅកខ្វក់ទាំងអស់នេះនោះទេប៉ុន្តែដោយសារតែជីវភាពគេក៏យល់ព្រមហើយគេគិតថាមើលទៅគេនៅពេលនេះគឺដូចជាលងខ្លួនកាន់តែជ្រៅទៅជាមួយនឹងបែកជីនហើយនៅពេលដែលផាក់ហូចេញមករកខាងក្រៅគេក៏បាននឹកឃើញនៅរឿងរ៉ាវអតីតកាលនៅពេលដែលគេបង្រៀនបែកជីនឲ្យចេះវាយគ្នាក៏ស្រាប់តែបែកជីនបានវាយទៅលើមិត្តភក្តិរបស់គេស្ទើរតែស្លាប់គុំតែបានគេខាត់តាន់នៅថ្ងៃបន្ទាប់ក្រុមរបស់ស៊ីអ៊ុនក៏បានទៅផ្ទះរបស់ផាក់ហូដើម្បីស្វែងរកគេប៉ុន្តែមិនបានជួបនោះទេបែរជាជួបឪពុករបស់ផាក់ហូទៅវិញបន្ទាប់មកគេក៏បានដឹងថាការពិតទៅផាក់ហូប៉ុន្មានថ្ងៃនេះគឺមិនបានត្រឡប់មកផ្ទះហើយក៏មិនដឹងថាគេនៅទីណានោះដែរក៏ព្រោះតែឪពុករបស់គេនៅពេលនេះមើលទៅគាត់គឺដូចជាកំពុងតែខឹងទៅលើផាក់ហូយ៉ាងខ្លាំងគាត់បានស្រីបន្ទោសទៅលើគេជាមួយនឹងហេតុផលជាច្រើនប៉ុន្តែស៊ីអ៊ុនគេក៏បានជួយនិយាយឲ្យមិត្តភក្តិរបស់ខ្លួនថាមើលទៅផាក់ហូគឺដូចជាមិនមែនជាមនុស្សដែលគាត់និយាយនោះទេក៏ព្រោះតែនៅសាលាគឺគេតែងតែស្រឡាញ់ទៅលើមិត្តភក្តិមិនតែប៉ុណ្ណោះថែមទាំងចូលចិត្តជួយទៅលើអ្នកដទៃទៀតផងដូច្នេះរឿងដែលផាក់ហូគេរត់ចាក់ចេញអំពីផ្ទះនេះគឺប្រហែលមកពីគាត់ស្រីបន្ទោសទៅឲ្យគេនេះឯងនៅពេលដែលឪពុកផាក់ហូឮដូច្នេះធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងរួចហើយក៏បានដេញអ្នកទាំង3ចាក់ចេញអំពីផ្ទះតែម្ដងនៅតាមផ្លូវយន្តទេក៏បានប្រាប់អំពីរឿងដែលពាក់ព័ន្ធជាមួយនឹងបែកជីនថាអ្វីបានជាគេចង់បានផាក់ហូយ៉ាងដូចនេះការពិតទៅពីមុនមកអ្នកទាំងពីរនេះគឺជាមិត្តភក្តិដ៏ជិតស្និទ្ធជាមួយនឹងគ្នាប៉ុន្តែនៅពេលនោះបែកជីនគឺជាក្មេងប្រុសទន់ខ្សោយម្នាក់សូម្បីតែសម្លឹងមើលភ្នែករបស់គេក៏មិនហ៊ានមើលផងដូច្នេះផាក់ហូក៏បានសម្រេចចិត្តថានឹងបង្រៀនគេឲ្យចេះវាយគ្នានៅពេលដែលស៊ីអ៊ុនឮអំពីរឿងទាំងអស់នេះគេក៏បានដឹងថាផាក់ហូបានប្រាប់គេកាលពីថ្ងៃមុនថាគេមិនបង្រៀនសិស្សទៀតនោះទេវាអាចមកពីមូលហេតុនេះឯងទើបគេសម្រេចចិត្តបែបនេះបន្ទាប់មកស៊ីអ៊ុនក៏ចាប់ផ្ដើមរកមធ្យោបាយស្វែងរកដំរុយអំពីផាក់ហូរួចហើយគេក៏បានទៅជួបជាមួយនឹងយន្តមែនសួរអំពីទីតាំងរបស់បែកជីនប៉ុន្តែដំបូងឡើយយន្តមែនគឺគេមិនព្រមប្រាប់នោះទេលុះត្រាតែយន្តបានគម្រាមទៅលើគេទើបគេព្រមប្រាំថានៅកន្លែងហាត់កីឡាបូលីងមួយការពិតទៅកន្លែងហាត់កីឡាបូលីងនោះគឺជាមុខរបរពាំងមុខតែប៉ុណ្ណោះដែលនៅខាងក្រៅគឺជាសម្បុករបស់បែកជីនគេបានយកលុយខ្មៅកខ្វក់ជាច្រើនយកទៅលាងនៅទីនោះមិនតែប៉ុណ្ណោះបែកជីនគេក៏មានកន្លែងមួយទៀតគឺជាឃ្លាំងផ្ទុកម៉ូតូក្រោយពេលដែលកូនចៅរបស់គេលួចម៉ូតូរួចគឺគេបានដោះដូរស្លាកលេខនិងដូរគ្រឿងមួយចំនួនហើយយកទៅលក់វិញមិនតែប៉ុណ្ណោះនៅពេលដែលគេលក់រួចគឺគេបានដាក់ GPS នៅលើសោម៉ូតូក្រោយពេលដែលអ្នកទិញយកទៅដល់ផ្ទះហើយក៏លួចម្ដងទៀតអ្វីត្បិតតែមានអ្នកទិញជាច្រើនបានប្តឹងប៉ូលីសអំពីរឿងនេះប៉ុន្តែពួកគេមិនបានរកឃើញដំរុយនោះទេក៏ព្រោះតែការទិញលក់ប្រើដោយលុយសុទ្ធដូច្នេះគឺមិនដឹងអត្តសញ្ញាណរបស់អ្នកលក់នោះទេមិនតែប៉ុណ្ណោះនៅខាងក្រោយខ្នងក៏មានអ្នកធំជាមួយនឹងប៉ូលីសជួយពួកគេផងដែរដូច្នេះក៏ព្រោះតែរឿងមួយនេះហើយទើបធ្វើឲ្យមនុស្សជាច្រើនចង់ចូលរួមក្រុមជាមួយនឹងបែកជីនក៏ព្រោះតែពួកគេធ្វើការបន្តិចបន្តួចតែប៉ុណ្ណោះនោះពួកគេនឹងបានលុយដោយស្រួលក្រោយពេលដែលយន្តមែននិយាយរួចនៅពេលនេះគេក៏
ក៏ចង់ចូលរួមក្រុមជាមួយនឹងស៊ីអ៊ុនដើម្បីសងសឹកទៅលើបែកជីនវិញស៊ីអ៊ុនបាននិយាយថាគឺគេមិនត្រូវការយន្តមែននោះទេធ្វើឲ្យទឹកមុខរបស់យន្តមែនអស់សង្ឃឹមយ៉ាងខ្លាំងនៅពេលដែលចេញមកដល់ខាងក្រៅយន្តតាគេមានគំនិតថាគេនឹងស្វែងរកកូនចៅរបស់បែកជីនណាម្នាក់ដើម្បីសួរអំពីព័ត៌មានមួយនេះប៉ុន្តែស៊ីអ៊ុនក៏បានខាត់ក៏ព្រោះតែគេដឹងថាប្រសិនបើធ្វើបែបនេះនោះប្រកាសជាមានបញ្ហាបែកការជាមិនខានណាមួយនៅពេលនេះស៊ីអ៊ុនគេក៏មានគំនិតមួយផងដែរប្រាប់តែកាន់អ្នកទាំងពីរកុំព្រួយបារម្ភអីក្រោយពេលដែលផាខូយកប្រាក់របស់បែកជីនត្រឡប់មកផ្ទះវិញឲ្យឪពុករបស់គេបន្តិចក្រោយមកបែកជីនក៏បានផ្ញើសារមកថាគេត្រូវការម៉ូតូមួយគ្រឿងហើយផ្ញើរូបភាពឲ្យផាខូភ្លាមតែម្ដងរីឯស៊ីអ៊ុនវិញនៅពេលដែលគេជិះឡានក្រុងត្រឡប់ទៅផ្ទះវិញឆែកមើលទៅលើបណ្ដាញសង្គមក៏ស្រាប់តែឃើញរូបភាពរបស់បែកជីនគេឡើងទទួលសញ្ញាបត្រមិនតែប៉ុណ្ណោះថែមទាំងមានពាក្យសរសើរអំពីខមមិនជាច្រើនទៀតផងធ្វើឲ្យស៊ីអ៊ុនទ្រាំមិនបានហើយគេក៏បានទៅដល់កន្លែងបែកជីនភ្លាមតែម្ដងនៅពេលដែលទៅដល់កូនចៅរបស់បែកជីនក៏បានមើលស្គាល់ថាស៊ីអ៊ុននេះគឺជាមនុស្សដែលបានវាយទៅលើសង្ជេកាលពីថ្ងៃមុនឲ្យសន្លំស្របពេលដែលយន្តទេជាមួយនឹងយន្តតាស្វែងរកកន្លែងដែលបែកជីនបានយកម៉ូតូមកលាក់ប៉ុន្តែមិនឃើញបែកជាឃើញឃ្លាំងមួយទៅវិញពួកគេក៏បានចូលទៅពិនិត្យហើយដឹងថាការពិតទៅកន្លែងមួយនេះគឺជាឃ្លាំងម៉ូតូរបស់បែកជីននេះឯងនៅយប់ឡើងផាខូក៏ធ្វើការងាររបស់គេទៅលួចម៉ូតូអំពីបរិសម្នាក់ដែលបែកជីនបានប្រគល់ឲ្យគេកាលពីព្រឹកមិញនៅពេលដែលកំពុងតែលួចក៏ស្រាប់តែយន្តតាក៏បានខលមកប៉ុន្តែផាខូមិនបានលើកទូរស័ព្ទនោះទេធ្វើឲ្យយន្តតាខឹងយ៉ាងខ្លាំងរួចហើយក៏បានគោះទ្វារឃ្លាំងផ្ទុកម៉ូតូមួយនោះប៉ុន្តែមិនមាននរណាម្នាក់បើកទ្វារដូច្នេះអ្នកទាំងពីរគិតថាពួកគេនឹងលួចចូលទៅតាមប្រឡាប់បង្អួចតែម្ដងនៅពេលដែលពួកគេចូលទៅដល់ខាងក្នុងក៏ស្រាប់តែឃើញរបស់របររបស់ផាខូហើយដឹងថាការពិតទៅផាខូគឺគេរស់នៅទីនេះមិនតែប៉ុណ្ណោះក៏បានឃើញឯកសារជាច្រើនពីការក្លែងបន្លំអំពីការលួចម៉ូតូរបស់ពួកគេទៀតផងចំណែកឯស៊ីអ៊ុននេះវិញក្រោយពេលដែលទៅដល់កន្លែងបែកជីនគេក៏បានត្រឡប់មកពីរៀនវិញហើយជួបជាមួយនឹងស៊ីអ៊ុននិយាយថាមើលទៅគេគឺជាសិស្សពូកែម្នាក់បែរជាជាប់ពាក់ព័ន្ធនឹងរឿងខុសច្បាប់ជាច្រើនបែបនេះប្រកាសជានៅខាងក្រោយខ្នងមានរឿងអ្វីមួយលាក់បាំងជាមិនខានណាមួយអ្នកដែលដឹងអំពីគេច្បាស់នោះគឺជាផាខូនេះឯងដូច្នេះក៏ព្រោះតែផាខូគឺជាមិត្តភក្តិតែម្នាក់គត់ដឹងច្បាស់អំពីបែកជីនទើបគេខំព្យាយាមធ្វើយ៉ាងណាឲ្យផាខូធ្វើការឲ្យខ្លួនហើយគេក៏បានសួរទៅបែកជីនថាតើផាខូយល់ព្រមធ្វើជាមិត្តជាមួយនឹងគេដែរឬទេនៅពេលដែលបែកជីនឮដូច្នេះគេមិនបាននិយាយអ្វីទាំងអស់គេក៏បានពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពឃើញថានៅពេលនេះជនទេជាមួយនឹងយន្តតាកំពុងតែរករើឯកសារនៅក្នុងឃ្លាំងម៉ូតូរបស់គេនិយាយថាបន្តិចទៀតនេះកូនចៅរបស់គេនឹងទៅដល់ទីនោះចាត់ការអ្នកទាំងពីរអ្នកជាមិនខាននៅពេលដែលស៊ីអ៊ុនឮដូច្នេះក៏បានធ្វើឲ្យគេបារម្ភបំរុងនឹងចាក់ចែងអំពីទីនោះទៅជួយមិត្តភក្តិទាំងពីរអ្នករបស់ខ្លួនបែកជីនគឺមិនឲ្យគេចាក់ចែងដោយងាយៗនោះទេស៊ីអ៊ុនដកបិទចេញមកវាទៅលើបែកជីនគេក៏បានដឹងអំពីក្បាច់របស់ស៊ីអ៊ុនស្របពេលនោះផាខូគេក៏បានមកដល់ល្មមនៅពេលដែលផាខូឃើញមិត្តភក្តិរបស់ខ្លួនកំពុងតែមានគ្រោះថ្នាក់បែបនេះគេក៏បាននាំស៊ីអ៊ុនចាក់ចេញអំពីទីនោះចេញមកដល់ខាងក្រៅគឺចង់ឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងស៊ីអ៊ុនប្រាប់ថាពេលនេះគឺមិនមែនជាពេលត្រូវប្រកែកគ្នានោះទេគឺពួកយើងត្រូវតែទៅជួយអ្នកទាំងពីរអ្នកនោះសិនក៏ព្រោះតែពួកគេមានគ្រោះថ្នាក់នៅពេលដែលផាខូឮដូច្នេះក៏បានធ្វើឲ្យគេបារម្ភប្រាប់ឲ្យស៊ីអ៊ុនទៅជួយអ្នកទាំងពីរទៅចំណែកឲ្យគេវិញនៅទីនេះចាត់ការទៅលើបែកជីនក៏ព្រោះតែគេលែងចង់ធ្វើការឲ្យបែកជីនទៀតហើយនៅពេលដែលបែកជីនឮដូច្នេះធ្វើឲ្យគេខឹងយ៉ាងខ្លាំងវាទៅលើស៊ូហូមួយដៃស៊ូហូក៏បានតដៃវិញត្រូវរៀងៗខ្លួនរួចហើយចាក់ចេញអំពីទីនោះដូច្នេះចាប់តាំងពីពេលនេះទៅទំនាក់ទំនងមិត្តភក្តិរបស់អ្នកទាំងពីរគឺកាត់ផ្ដាច់តែម្ដងចំណែកឯយន្តទេជាមួយនឹងយន្តតានេះវិញពួកគេបានរកឃើញឯកសារខុសច្បាប់អំពីការលួចមិនតែប៉ុណ្ណោះថែមទាំងមានឈ្មោះកូនចៅរបស់បែកជីនម្នាក់ៗនិងទីតាំងច្បាស់លាស់ទៀតផងក្រោយពេលដែលអ្នកទាំងពីរប្រមូលនៅឯកសារទាំងអស់នោះរួចបំរុងនឹងចាក់ចេញប៉ុន្តែនៅពេលដែលដល់ខាងក្រៅគឺឃើញកូនចៅរបស់បែកជីនគឺកំពុងតែរងចាំរួចជាស្រេចយន្តតាឃើញដូច្នេះគេក៏បានដឹងថាមិនមានផ្លូវត្រូវរត់នោះទេគេតែម្នាក់ឯងវាគ្នាជាមួយនឹងកូនចៅរបស់បែកជីនរីឯជនទេវិញគឺបានត្រឹមតែរត់ពួនតែប៉ុណ្ណោះធ្វើត្បិតតែជនទេគេចេះក្បាច់គុណពិតមែនប៉ុន្តែនៅពេលដែលគេវាគ្នាឲ្យមួយសន្ទុះកម្លាំងរបស់គេក៏ចាប់ផ្ដើមចុះខ្សោយណាមួយកូនចៅរបស់បែកជីនច្រើនទៀតផងនោះគេបានតដៃវិញទាំងត្រដាប់ត្រដួសមិនតែប៉ុណ្ណោះថែមទាំងការពារទៅលើជនទេក៏បានធ្វើឲ្យកូនចៅរបស់បែកជីនជាច្រើនអ្នកមានរបួសផងដែរប៉ុន្តែអ្វីៗទាំងអស់នេះគឺគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះក៏ព្រោះតែនៅសល់កូនចៅរបស់បែកជីនពីរអ្នកទៀតពួកគេគឺជាអ្នកខ្លាំងពួកគេបានវាទៅលើយន្តជាបន្តឲ្យមានរបួសយ៉ាងដំណំកូនចៅរបស់បែកជីនម្នាក់បំរុងនឹងសម្លាប់យន្តសំណាងល្អពេលនោះក៏ស្រាប់តែជនទេរត់មកបុកគេធ្វើឲ្យគេដួលយន្តរើបានដៃមួយដើមយកមកការពារខ្លួននៅពេលដែលកូនចៅបែកជីនឃើញដូច្នេះពួកគេមិនហ៊ានចូលនោះទេចំណែកឯជនទេវិញគេក៏បានបើកទ្វារចេញមកដើម្បីរត់ចាក់ចេញអំពីទីនោះស្របពេលដែលស៊ីអ៊ុនកំពុងតែរត់តាមផ្លូវទៅជួយអ្នកទាំងពីរអ្នកផងដែរនៅពេលដែលស៊ីអ៊ុនកំពុងតែរត់តាមផ្លូវគេក៏បានទទួលទូរស័ព្ទអំពីខាងមន្ទីរពេទ្យថានៅពេលនេះស៊ូហូគឺកំពុងតែនៅក្នុងដំណាក់កាលគ្រោះថ្នាក់ហើយខាងមន្ទីរពេទ្យបានតាក់ទងទៅកាន់យាយរបស់គេមិនចូលដូច្នេះគឺមានតែតាក់ទងមកកាន់ស៊ីអ៊ុនតែប៉ុណ្ណោះដើម្បីទៅធ្វើលិខិតធានាពេលដែលស៊ីអ៊ុនលើបែបនេះធ្វើឲ្យគេអស់សង្ឃឹមយ៉ាងខ្លាំងស្របពេលនោះក៏មានឡានធំមួយបានបើកមកបុកគេតែម្ដងក្រោយពេលដែលយន្តជាមួយនឹងជនទេខំព្យាយាមរត់គេចអំពីក្រុមរបស់បែកជីនអ្នកទាំងពីរអ្នកក៏បានបបែកគ្នាដើម្បីពួនជនទេពួននៅខាងក្រោមឡានចំណែកឯជនតាវិញពួននៅកន្លែងផ្សេងទៀតប៉ុន្តែពួកគេទាំងពីរអ្នកក៏ត្រូវបានកូនចៅរបស់បែកជីនរកឃើញហើយវាឲ្យមានរបួសយ៉ាងដំណំនៅពេលនោះផាខូក៏បានមកដល់រួចហើយជួយអ្នកទាំងពីរវាទៅលើកូន
ចៅរបស់បែកជិនឲ្យពួកគេដួលរៀបតែម្ដងប៉ុន្តែបន្តិចក្រោយមកក៏ស្រាប់តែមានកូនចៅរបស់បែកជិនម្នាក់ទៀតជិះម៉ូតូមកយកដៃវាទៅលើក្បាលរបស់ផាក់ហ៊ូស្ទើរតែធ្វើឲ្យគេបាត់បង់ស្មារតីបន្ទាប់មកកូនចៅរបស់បែកជិនឆ្លៀតឱកាសវាទៅលើផាក់ហ៊ូបន្ថែមទៀតប៉ុន្តែផាក់ហ៊ូគេអាចតដៃបានមិនតែប៉ុណ្ណោះគេថែមទាំងវាទៅលើកូនចៅរបស់បែកជិនជិះម៉ូតូអំបីមិញនេះឲ្យធ្លាក់ពីលើម៉ូតូតែម្ដងរួចហើយគេក៏បានច្របាច់កកូនចៅរបស់បែកជិនម្នាក់ទៀតគុំតែបានយន្តទេខាត់នៅថ្ងៃនេះផាក់ហ៊ូប្រកាសជាសម្លាប់មនុស្សជាមិនខានបន្តិចក្រោយមកយន្តទេក៏បានទទួលទូរស័ព្ទអំពីនរណាម្នាក់និយាយថាស៊ីអ៊ុនជួបជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ហើយប្រាប់ទៅកាន់អ្នកទាំងពីរដូច្នេះអ្នកទាំង3នាក់ក៏បានរត់ទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្ដងរួចហើយឃើញថានៅពេលនេះស៊ីអ៊ុនគឺកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ចំណែកឯស៊ីអ៊ុននេះវិញក្រោយពេលដែលគេសន្លប់នៅក្នុងសុបិនរបស់គេឃើញមិត្តភក្តិទាំង3នាក់របស់ខ្លួនកំពុងតែសប្បាយរីករាយដូចជាមិនខ្វល់អំពីរឿងអ្វីនោះទេស៊ីអ៊ុនឃើញដូច្នេះក៏ចង់ចូលរួមជាមួយនឹងពួកគេផងដែរប៉ុន្តែក៏ស្រាប់តែប៊ំសុកគេក៏បានបង្ហាញខ្លួនចេញមកប្រាប់ទៅកាន់ស៊ីអ៊ុនថាការបន្តក្រុមរបស់យើងពីមុនក៏ធ្លាប់សប្បាយដូចនេះដែរប៉ុន្តែភាពសប្បាយមួយនេះគឺមិនបានយូរនោះទេទីបំផុតពួកយើងទាំង3នាក់ក៏ត្រូវបានបែកគ្នានៅពេលដែលស៊ីអ៊ុនឮដូច្នេះគេក៏បានសុំទោសទៅកាន់ប៊ំសុកប៉ុន្តែប៊ំសុកមិនទទួលការសុំទោសអំពីស៊ីអ៊ុននោះទេបន្ទាប់មកអ្នកទាំង3នាក់ក៏បានអង្គុយកំដរស៊ីអ៊ុននៅក្នុងមន្ទីរពេទ្យពេលនោះម្ដាយរបស់ស៊ីអ៊ុនមកហើយប្រាប់ថាពេលនេះស៊ីអ៊ុនគឺមិនអីនោះទេប៉ុន្តែចាប់តាំងពីពេលនេះទៅគឺគាត់មិនចង់ឲ្យកូនប្រុសរបស់ខ្លួនពាក់ព័ន្ធជាមួយនឹងក្មេងទំនើងហើយប្រយុទ្ធគ្នាជាបន្តទៀតហើយគាត់ចង់កាត់ផ្តាច់ទំនាក់ទំនងកូនប្រុសរបស់ខ្លួនជាមួយនឹងអ្នកទាំង3តែម្ដងចំណែកបែកជិននេះវិញធ្វើត្បិតតែគេអាចយកឯកសារមកវិញបានពិតមែនប៉ុន្តែនៅក្នុងបញ្ជីមួយនោះគឺបានរហែកក្រដាស់មួយសន្លឹងធ្វើឲ្យគេខឹងយ៉ាងខ្លាំងហើយបញ្ជាឲ្យកូនចៅរបស់គេទៅស្វែងរកជនទេដើម្បីយកក្រដាស់មួយសន្លឹកនោះមកវិញឲ្យបានប្រសិនបើមិនដូច្នេះទេអ្នកទាំងអស់គ្នានឹងត្រូវជាប់គុកជាមិនខានរីឯផាក់ហ៊ូនេះវិញក្រោយពេលដែលគេចាក់ចេញអំពីមន្ទីរពេទ្យរួចហើយក៏បានត្រឡប់មកផ្ទះវិញក៏បានជួបជុំជាមួយនឹងឪពុកប៉ុន្តែមើលទៅគាត់នៅពេលនេះគឺដូចជាមិនស្រីបន្ទោសទៅឲ្យគេទៀតនោះទេមិនតែប៉ុណ្ណោះគាត់ថែមទាំងប្រកល់លុយដែលគេបានយកមកឲ្យកាលពីថ្ងៃមុនឲ្យទៅកាន់ផាក់ហ៊ូហើយនិយាយថាយកលុយទាំងអស់នេះទៅសងគេវិញទៅបន្ទាប់មកគាត់បាននិយាយថាកាលពីប្រហែលថ្ងៃមុនមិត្តភក្តិរបស់ឯងបានមកទៅនេះស្វែងរកនៅពេលដែលយើងដឹងថាឯងនៅមានមិត្តភក្តិដែលកំពុងតែបារម្ភដូច្នេះគឺធ្វើឲ្យយើងសប្បាយចិត្តខ្លាំងណាស់មិនតែប៉ុណ្ណោះនៅក្នុងចំណោមមិត្តភក្តិរបស់ឯងទាំង3នាក់គឺមានម្នាក់បានប្រដៅមកលើយើងទៀតផងដូច្នេះចាប់តាំងពីពេលនេះទៅឪពុករបស់ផាក់ហ៊ូគឺចង់ឲ្យគេរក្សាទំនាក់ទំនងជាមួយនឹងមិត្តភក្តិទាំង3នាក់នោះឲ្យល្អបំផុតនៅពេលដែលស៊ីអ៊ុនឮដូច្នេះទឹកភ្នែករបស់គេក៏ស្រាប់តែហូរស្រក់ចុះមកក៏ព្រោះតែគេបានស្ដាយក្រោយបាននាំទុកទៅដល់ស៊ីអ៊ុនបណ្ដាលឲ្យមានគ្រោះថ្នាក់បែបនេះចំណែកឯជនទេនេះវិញគេក៏បានរក្សានៅក្រដាស់មួយសន្លឹកដែលបានរហែកចេញអំពីបញ្ជីរបស់បែកជិនរួចហើយយកទៅប្តឹងប៉ូលីសប៉ុន្តែប៉ូលីសបាននិយាយថាក្រដាស់តែមួយសន្លឹកគឺមិនអាចធ្វើភស្តុតាងដើម្បីប្តឹងទៅលើបែកជិនបាននោះទេប៉ូលីសក៏ចង់រក្សាក្រដាស់មួយសន្លឹកនោះទុកដើម្បីធ្វើជាភស្តុតាងប៉ុន្តែជនទេមិនយល់ព្រមក្រោយពេលដែលជនទេចាក់ចេញអំពីប៉ូលីសក៏បានជួបជុំនឹងកូនចៅរបស់បែកជិនឈររងចាំរួចជាស្រេចរួចហើយគេក៏បាននាំជនទេទៅកន្លែងរបស់ខ្លួនវាឲ្យមានរបួសយ៉ាងដំណំបន្ទាប់មកគេក៏បានយកក្រដាស់មួយនោះដុតកំទេចចោលតែម្ដងបន្តិចក្រោយមកបែកជិនក៏បានខលមកជនទេគំរាមថាគ្រាន់តែក្រដាស់មួយសន្លឹកគឺឯងមិនអាចធ្វើអ្វីយើងបាននោះទេប៉ុន្តែការប៉ុន្តែជនទេគឺបានថតរូបទៅលើឯកសារទាំងអស់នោះរួចទៅហើយគេបានគំរាមទៅកាន់បែកជិនថាស៊ីអ៊ុនផាក់ហ៊ូជាមួយនឹងជនតាគឺជាមិត្តភក្តិរបស់គេហើយបែកជិនប៉ះពាល់ទៅលើពួកគេបានមិនដូច្នេះទេឯកសារទាំងអស់នេះនឹងទៅដល់ដៃប៉ូលីសជាមិនខាននៅពេលដែលបែកជិនឮដូច្នេះធ្វើឲ្យគេខឹងយ៉ាងខ្លាំងគេបានប្រើកូនចៅរបស់គេវាទៅលើបែកជិនស្ទើរតែស្លាប់ប៉ុន្តែសំណាងល្អនៅពេលនោះសងជេគេក៏បានមកដល់បានវាទៅលើកូនចៅរបស់បែកជិនឲ្យសន្លប់អស់ទៅបន្តិចក្រោយមកផាក់ហ៊ូជាមួយនឹងយន្តតាក៏បានមកដល់ឃើញថាជនទេមានរបួសយ៉ាងធ្ងន់យន្តតាបាននាំជនទេចាក់ចេញអំពីទីនោះផាក់ហ៊ូគេក៏បានអរគុណទៅកាន់សងជេដែលបានជួយមិត្តភក្តិរបស់ខ្លួនបន្តិចក្រោយមកបែកជិនគេក៏បានទៅកន្លែងរបស់គេវិញក៏ស្រាប់តែឃើញថាកូនចៅរបស់គេនៅពេលនេះគឺកំពុងតែត្រូវឆោយស្ដីបន្ទោសឲ្យក៏ព្រោះតែមួយរយៈមកនេះក្រុមរបស់បែកជិនមានរឿងជាបន្តបន្ទាប់ធ្វើឲ្យប៉ូលីសខលមករំខានយ៉ាងខ្លាំងមិនតែប៉ុណ្ណោះថែមទាំងប៉ះពាល់ទៅលើការងាររកស៊ីរបស់ឆោយទៀតផងនៅថ្ងៃបន្ទាប់ផាក់ហ៊ូគេក៏បានទៅសាលារបស់បែកជិនជុំមេក្រូប្រកាសឡើងថានៅពេលនេះគឺគេចង់ប្រកួតជាមួយនឹងបែកជិនប្រសិនបើបែកជិនចាញ់គឺត្រូវតែរំសាយក្រុមហើយមិនប៉ះពាល់ទៅលើកូនសិស្សសាលារបស់ខ្លួនទៀតនោះទេនៅពេលដែលបែកជិនឮដូច្នេះគេក៏បានញញឹមមើលទៅពេលនេះផាក់ហ៊ូគឺដូចជាកំពុងតែលេងសើចជាមួយនឹងគេយ៉ាងអញ្ចឹងបន្ទាប់មកផាក់ហ៊ូគេក៏ចាប់ផ្ដើមប្រមូលគ្នានៅក្នុងសាលារបស់ខ្លួនដើម្បីចូលរួមប្រយុទ្ធគ្នាជាមួយនឹងក្រុមរបស់បែកជិនធ្វើឲ្យសិស្សទាំងអស់គ្នានៅពេលនេះពួកគេក៏ចាប់ផ្ដើមឆ្ងល់ថាហេតុអ្វីក៏ផាក់ហ៊ូហ៊ានភ្នាល់គ្នាជាមួយនឹងមេក្រុមបងធំនៅក្នុងតំបន់មួយនេះយ៉ាងអញ្ចឹងបន្ទាប់មកយន្តតាក៏ចាប់ផ្ដើមប្រកាសមេក្រូនៅក្នុងសាលាហើយទៅកាន់សិស្សទាំងអស់គ្នាឲ្យពួកគេចូលរួមក៏ព្រោះតែកន្លងមកក្រុមរបស់បែកជិនគឺតែងតែធ្វើបាបសិស្សនៅក្នុងសាលាមួយនេះជានិច្ចដែលយន្តទេនិយាយបែបនេះគឺដូចជាចាក់ចំចំណុចឈឺរបស់សិស្សទាំងអស់គ្នាយ៉ាងអញ្ចឹងនៅពេលដែលសិស្សទាំងអស់គ្នាឮដូច្នេះពួកគេក៏បានយល់ព្រមបន្ទាប់មកផាក់ហ៊ូគេក៏បានទៅសួរសុខទុក្ខស៊ីអ៊ុនប៉ុន្តែបានត្រឹមតែឈរនៅខាងក្រៅតែប៉ុណ្ណោះក៏ព្រោះតែគេនៅមានភាពខ្មាស់អៀនដែលគេបានធ្វើឲ្យស៊ីអ៊ុនទៅជាបែបនេះនៅពេលដែលម្ដាយរបស់ស៊ីអ៊ុនឃើញដូច្នេះក៏បានហៅគេចូលទៅខាងក្នុងបន្ទប់ដើម្បីសួរសុខ
ទុកស៊ីអ៊ុនហើយនិយាយថាពេលនេះស៊ីអ៊ុនគឺបានធូរស្រាលច្រើនហើយចំណែកឯស៊ីអ៊ុនវិញនៅតែជាប់ឃុំនៅក្នុងសុបិនរបស់គេការពិតទៅគឺគេចង់ដឹងខ្លួនឡើងវិញទៅជួបជាមួយនឹងមិត្តភ័ក្តិរបស់គេទាំង3នាក់តែក៏ត្រូវបានបូមសុករារាំងប៉ុន្តែដោយសារតែស៊ីអ៊ុនគេគឺជាមនុស្សរឹងមាំដូច្នេះគេខំរើបំរើចាក់ចេញអំពីបូមសុងចាក់ចេញអំពីសុបិនមួយនោះបន្តិចក្រោយមកគេក៏បានដឹងខ្លួនឡើងវិញនៅពេលដែលផាក់ខូឃើញបែបនេះធ្វើឲ្យគេសប្បាយចិត្តយ៉ាងខ្លាំងស៊ីអ៊ុនបំរុងនឹងចាក់ចេញអំពីក្រែរបស់គេទៅមើលសូហូផាក់ខូគេក៏បានខកឲ្យប្រាប់ថាសូហូនៅពេលនេះគឺមិនអីនោះទេចំណែកឯការពីថ្ងៃមុនគ្រូពេទ្យបានខលទៅគេនោះដោយសារតែចង្វាក់បេះដូងរបស់សូហូលោតខុសប្រក្រតីណាមួយខាងមន្ទីរពេទ្យតាក់ទងទៅយាយរបស់គេមិនបានទៀតផងនោះដូច្នេះគេក៏បានតាក់ទងទៅកាន់ស៊ីអ៊ុនតែម្ដងប៉ុន្តែក្រោយពេលដែលគ្រូពេទ្យជួយសង្គ្រោះរួចនៅពេលនេះសូហូគឺបានប្រសើរឡើងវិញហើយគឺគេរងចាំតែនៅថ្ងៃដឹងខ្លួនឡើងវិញតែប៉ុណ្ណោះបន្តិចក្រោយមកយន្តតាជាមួយនឹងជនទេក៏បានមកដល់មន្ទីរពេទ្យក្រោយពេលដែលទទួលបានដំណឹងថាស៊ីអ៊ុនបានដឹងខ្លួនធ្វើឲ្យពួកគេទាំងពីរនាក់សប្បាយចិត្តយ៉ាងខ្លាំងរហូតធ្វើឲ្យជនទេគេហូរទឹកភ្នែកចេញមកផាក់ខូឃើញដូច្នេះក៏បានប្រាប់គេកុំឲ្យយំអីប៉ុន្តែស៊ីអ៊ុនក៏បានប្រាប់ថាអ្នកដែលយំច្រើនបំផុតនោះគឺជាឯងនោះទេនៅពេលដែលផាក់ខូឮដូច្នេះគឺគេមិនទទួលស្គាល់ថែមទាំងនិយាយថាចាប់តាំងពីគេរៀននៅអនុវិទ្យាល័យរហូតដល់ពេលនេះគឺគេមិនដែលយំម្ដងណានោះទេក៏ស្រាប់តែយន្តតាគេក៏បានចំអកថាការពិតទៅគឺគេយំតែរហូតនឹងក្រោយពេលដែលអ្នកទាំង3ឃើញថាស៊ីអ៊ុនគឺមិនមានបញ្ហាអ្វីធ្ងន់ធ្ងរពួកគេក៏ចាប់ផ្ដើមសប្បាយរីករាយជាមួយនឹងគ្នាឡើងវិញប៉ុន្តែស៊ីអ៊ុនគេក៏បានសំណួរមួយទៅកាន់អ្នកទាំងអស់គ្នាធ្វើឲ្យអ្នកទាំង3នាក់ប្រែប្រួលទឹកមុខភ្លាមៗតែម្ដងដែលសំណួរមួយនោះសួរថាតើបែកជីននៅពេលនេះទៅជាយ៉ាងណាហើយប៉ុន្មានថ្ងៃបន្ទាប់ផាក់ខូក៏បាននាំអ្នកទាំង3ទៅមើលទីលានដែលពួកគេត្រូវប្រយុទ្ធគ្នាជាមួយនឹងបែកជីនពេលនោះក៏បានធ្វើឲ្យយន្តតាមានការព្រួយបារម្ភក៏ព្រោះតែគេមិនដឹងថាអ្នកដែលបានចូលរួមជាមួយនឹងពួកគេនោះច្រើនឬមួយក៏តិចនោះទេប៉ុន្តែគេដឹងថាកូនចៅរបស់បែកជីនគឺមានចំនួនច្រើននៅពេលដែលផាក់ខូឮដូច្នេះគេក៏បាននិយាយថាតិចឬច្រើនគឺមិនសំខាន់ឲ្យតែមានយន្តតាចូលរួមជាមួយក្រោយពេលដែលស៊ីអ៊ុនដឹងអំពីថ្ងៃប្រកួតគេក៏ចង់ឲ្យផាក់ខូលើកថ្ងៃសិនក៏ព្រោះតែស៊ីអ៊ុនគិតថាគេនឹងរៀបចំគម្រោងមួយទៅកាន់អ្នកទាំងអស់គ្នាធ្វើយ៉ាងណាដើម្បីប្រយុទ្ធគ្នាឲ្យឈ្នះទៅលើបែកជីនបន្ទាប់មកស៊ីអ៊ុនក៏បានទៅជួបជាមួយនឹងសុងជេដែលសុងជេនៅពេលនេះគឺត្រូវបានបែកជីនដេញគេចាក់ចេញអំពីក្រុមហើយស៊ីអ៊ុនក៏បានឆ្លៀតឱកាសសហការជាមួយនឹងសុងជេថាប្រសិនបើសុងជេប្រកល់នៅឯកសារដែលពាក់ព័ន្ធជាមួយនឹងការរកស៊ីខុសច្បាប់របស់បែកជីននោះគេនឹងឲ្យរួចខ្លួនក៏ព្រោះតែនៅពេលនេះជនទេគឺមានឯកសារពាក់ព័ន្ធជាមួយនឹងក្រុមរបស់បែកជីនដែលពួកគេបានលួចម៉ូតូហើយប្តឹងប៉ូលីសរួចហើយនៅពេលដែលសុងជេឮដូច្នេះគេក៏មិនគិតយូរហើយយល់ព្រមភ្លាមតែម្ដងបន្ទាប់មកគោលដៅទី2របស់ស៊ីអ៊ុននោះគឺជាយុនមែនក៏ព្រោះតែយុនមែនគេក៏បានដឹងអំពីរឿងរបស់បែកជីនជាច្រើនផងដែរអំពីការលាងលុយកខ្វក់ដូច្នេះគេក៏បានឲ្យយុនមែនប្រគល់ទិន្នន័យទាំងអស់នោះមកឲ្យខ្លួនដើម្បីប្តឹងប៉ូលីសហើយឲ្យយុនមែនតាក់ទងជាមួយនឹងកូនចៅរបស់បែកជីននិយាយបង្ខូចអំពីបែកជីនបានកើបកេងលុយរបស់ពួកគេទៅផឹកស៊ីសប្បាយនៅពេលដែលកូនចៅរបស់បែកជីនឃើញនៅព័ត៌មានទាំងអស់នេះរួចធ្វើឲ្យពួកគេក៏ចាប់ផ្ដើមសង្ស័យទៅលើមេរបស់ខ្លួនចាប់ផ្ដើមធ្វើឲ្យផ្ទៃក្នុងរង្គើម្ដងបន្តិចមិនយូរប៉ុន្មានថ្ងៃប្រកួតក៏បានមកដល់នៅពេលដែលបែកជីនទៅដល់កន្លែងណាត់ជួបក៏ស្រាប់តែឃើញថាកូនចៅរបស់គេមានចំនួនតិចក៏ព្រោះតែក្រោយពេលដែលយូមែនបានបង្ហោះព័ត៌មានមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងបែកជីនកើបកេងលុយនោះធ្វើឲ្យកូនចៅរបស់បែកជីនមួយចំនួនធំពួកគេក៏បានចាក់ចេញអំពីក្រុមតែម្ដងនៅពេលដែលបែកជីនដឹងអំពីរឿងទាំងអស់នេះគេក៏បានដឹងថាការពិតទៅវាគឺជាល្បិចរបស់ស៊ីអ៊ុនដែលគេបានរៀបចំឡើងចំណែកឯស៊ីអ៊ុននេះវិញនៅតាមផ្លូវគេបំរុងនឹងធ្វើដំណើរទៅកាន់ទីលានក៏ស្រាប់តែសុងជេផ្ញើសារមកថាឯកសារដែលពាក់ព័ន្ធជាមួយនឹងការរកស៊ីខុសច្បាប់របស់បែកជីនគឺកំពុងតែនៅកន្លែងរបស់គេរីឯយន្តតាជាមួយនឹងជនទេនេះវិញគេក៏បានប្រមូលសិស្សទាំងអស់គ្នាដែលបានចូលរួមជាមួយទៅប្រយុទ្ធប៉ុន្តែគេក៏បានជួបជាមួយនឹងយុនមែនបានប្រមូលកូនចៅរបស់គេមកជាច្រើនអ្នកផងដែរដើម្បីចូលរួមជាមួយបន្តិចក្រោយមកស៊ីអ៊ុនក៏បានទៅដល់កន្លែងណាត់ជួបជាមួយនឹងសុងជេបានប្រកល់ទូរស័ព្ទដែលពាក់ព័ន្ធជាមួយនឹងឯកសាររបស់បែកជីននៅពេលដែលបែកជីនឃើញដូច្នេះគេបំរុងនឹងយកក៏ស្រាប់តែនៅពេលនោះកូនចៅរបស់សុងជេមេធំម្នាក់គេក៏បានចេញមករត់ទៅលើកូនរបស់ស៊ីអ៊ុនធ្វើឲ្យគេសន្លប់ការពិតទៅឬទាំងអស់នេះគឺជាល្បិចរបស់សុងជេតែប៉ុណ្ណោះចំណែកឯផាក់ខូនេះវិញក្រោយពេលដែលឃើញថាសិស្សសាលារបស់គេបានចូលរួមច្រើនគេក៏បានអរគុណទៅកាន់អ្នកទាំងអស់គ្នាហើយសួរទៅជនទេថាហេតុអ្វីក៏មិនឃើញស៊ីអ៊ុនមកជាមួយពេលនោះក៏ស្រាប់តែស៊ីអ៊ុនគេក៏បានផ្ញើសារមកជនទេថានៅពេលនេះគឺគេកំពុងតែនៅកន្លែងកីឡាប៊ូលីងរបស់បែកជីនពេលដែលជនទេឃើញសារមួយនោះគេក៏បានខលទៅស៊ីអ៊ុនភ្លាមតែម្ដងប៉ុន្តែខលមិនចូលគេក៏បានដឹងថាស៊ីអ៊ុនប្រកាសជាមានរឿងអ្វីជាមិនខានផាក់ខូក៏បានប្រញាប់ឲ្យជនទេទៅទីនោះភ្លាមតែម្ដងបន្ទាប់មកក្រុមទាំងពីរក៏បានជួបគ្នាផាក់ខូនិយាយថានៅថ្ងៃនេះប្រសិនបើក្រុមរបស់គេឈ្នះក្រុមរបស់បែកជីនត្រូវតែរំសាយចោលចំណែកឯបែកជីនវិញនិយាយតែមួយម៉ាត់តែប៉ុណ្ណោះគឺចូលទៅសម្រាប់ពួកគេបន្ទាប់មកក្រុមទាំងពីរនាក់ក៏ចាប់ផ្ដើមធ្វើការប្រយុទ្ធម្នាក់បានខំប្រឹងអស់ពីសមត្ថភាពដើម្បីយកឈ្នះផាក់ខូជាមួយនឹងបែកជីនក៏បានវាយទៅលើកូនចៅរៀងខ្លួនរីឯស៊ីអ៊ុននេះវិញបន្តិចក្រោយមកគេក៏បានដឹងខ្លួនឡើងវិញគេក៏បានដកស្នាប់ដៃចេញមកវាយទៅលើកូនចៅរបស់សុងជេប៉ុន្តែដោយសារតែមេធំមើលទៅស៊ីអ៊ុនវាដូចជាមិនឈឺនោះទេបន្តិចក្រោយមកជនទេមកដល់ឃើញថាស៊ីអ៊ុនកំពុងតែមានរបួសធ្ងន់ដើរចេញមកខាងក្រៅកូនចៅរបស់ជនទេបានដើរមកពីខាងក្រៅហើយវាយទៅលើអ្នក
ទាំងពីរជាបន្តទៀតជន់ទៅឃើញដូច្នេះគេក៏បានយកបាល់ប៊ូលីងមកវាទៅលើពោះកូនចៅសងជេហើយលោតឡើងទៅរត់ករបស់គេតែម្ដងប៉ុន្តែមើលទៅកម្លាំងរបស់ជន់ទៅគឺមិនគ្រប់គ្រាន់គេក៏ត្រូវបានកូនចៅរបស់សងជេចាប់ក្រវ៉ាន់ស៊ីអ៊ុនឃើញដូច្នេះគេក៏បានឆ្លៀតឱកាសប្រើក្បាច់ចុងក្រោយរបស់គេវាទៅលើកូនចៅរបស់សងជេឲ្យសន្លប់បាត់ទៅបន្ទាប់មកស៊ីអ៊ុនបំរុងនាំជន់ទេចាក់ចេញអំពីទីនេះប៉ុន្តែដោយសារតែជន់ទេមានរបួសហើយប្រាប់ឲ្យស៊ីអ៊ុនកុំបារម្ភអំពី KA ឆាប់តែជួយបងប្អូនទាំងអស់គ្នាទៅចំណែកឯនៅទីលានប្រកួតនេះវិញយន្តតាក៏បានជួបជាមួយនឹងសត្រូវដែលបានធ្វើបាបគេកាលពីថ្ងៃមុនគេក៏បានប្រើក្បាច់គុណដែលគេបានហាត់រៀនកន្លងមកវាទៅលើកូនចៅរបស់បេជីនតែប៉ុន្មានក្បាច់តែប៉ុណ្ណោះធ្វើឲ្យបរិមម្នាក់នោះសន្លប់បាត់ទៅចំណែកយន្តមែននេះវិញធ្វើតែគេចង់ធ្វើបងធំពិតមែនប៉ុន្តែមើលទៅគេដូចជាមិនមានដងនៅក្នុងការប្រយុទ្ធនោះទេគឺធ្វើជាអ្នកកំប្លែងសំជាងហើយគេក៏ត្រូវបានកូនចៅរបស់បេជីនវាឲ្យមានរបួសផងដែរបន្តិចក្រោយមកផាខូជាមួយនឹងបេជីនប្រឈមមុខជាមួយនឹងគ្នាផាខូបានកំណត់គោលដៅវាទៅលើបេជីនដៃឆ្វេងអ្នកទាំងពីរនាក់បានវាយគ្នាទៅវិញទៅមកគឺសមត្ថភាពប្រហាក់ប្រហែលគ្នាប៉ុន្តែដោយសារតែផាខូវាទៅលើដៃឆ្វេងរបស់បេជីនតែប៉ុណ្ណោះធ្វើឲ្យដៃរបស់បេជីនឈឺចាប់យ៉ាងខ្លាំងប៉ុន្តែគេមិនបានបង្ហាញអាការៈចេញមកនោះទេពេលនោះផាខូក៏នៅតែវាជាបន្តបន្ទាប់ធ្វើឲ្យដៃរបស់បេជីននៅពេលនេះចាប់ផ្ដើមកម្រាក់លេងរួញប៉ុន្តែគេនៅសល់ដៃស្ដាំជាមួយនឹងជើងទៀតគេក៏បន្តវាយគ្នាជាមួយនឹងផាខូហើយព្យាយាមរកចំណុចខ្សោយពេលនោះក៏ស្រាប់តែអ្នកទាំងពីរក៏បាននឹកឃើញនៅរឿងរ៉ាវកាលពីអតីតកាលផាខូបានបង្រៀនទៅលើបេជីនអំពីការប្រយុទ្ធអ្នកទាំងពីរនាក់ក៏បានញញឹមដាក់គ្នារួចហើយពួកគេក៏ចាប់ផ្ដើមវាយទៅលើមុខម្ដងម្នាក់មួយសន្ទុះក្រោយមកផាខូអស់កម្លាំងក្រោយពេលដែលបេជីនវាយទៅលើគេជាបន្តបន្ទាប់ធ្វើឲ្យគេសន្លប់បាត់ទៅកូនចៅរបស់បេជីនក៏បានស្រែកឡើងថាពេលនេះពួកគេឈ្នះហើយបេជីនក៏បានប្រកាសឡើងថាចាប់តាំងពីពេលនេះទៅសាលារបស់ផាខូនឹងចូលរួមក្រុមជាមួយនឹងគេប្រសិនបើអ្នកណាប្រឆាំងចេញមកវាយគ្នាមួយស្មើពេលដែលកូនចៅផាខូឮដូច្នេះពួកគេក៏បានស្ងៀមស្ងាត់នៅក្នុងនោះគឺមានតែយន្តតាតែម្នាក់គន់គេក៏បានដើរសម្ដៅទៅរកបេជីនក៏ស្រាប់តែស៊ីអ៊ុនបានមកដល់យកស្នាប់ដៃមកពាក់បេជីនក៏បានយកដៃឆ្វេងរបស់គេដាក់ចូលហៅប៉ៅប្រើតែដៃស្ដាំជាមួយនឹងជើងគេតែប៉ុណ្ណោះដើម្បីប្រយុទ្ធគ្នាជាមួយនឹងស៊ីអ៊ុនចំណែកឯស៊ីអ៊ុនវិញគេក៏បានកំណត់គោលដៅទៅលើបេជីនផងដែរគឺជាជើងឆ្វេងរបស់គេធ្វើត្បិតតែស៊ីអ៊ុនត្រូវបានបេជីនវាទៅលើគេយ៉ាងណាក៏ដោយក៏ស៊ីអ៊ុននៅតែវាទៅលើជើងរបស់បេជីនជាណាញ់ធ្វើត្បិតតែបេជីនគឺមានរបួសទាំងដៃទាំងជើងពិតមែនប៉ុន្តែគេនៅតែអាចវាទៅលើស៊ីអ៊ុនមិនអាចតដៃបានហើយដួលតែម្ដងបន្តិចក្រោយមកគេក៏បានក្រោកឈរឡើងវិញមើលទៅគេនៅពេលនេះដូចជាមិនមានកម្លាំងនោះទេប៉ុន្តែគេក៏នៅតែព្យាយាមវាទៅលើបេជីនហើយគោលដៅរបស់គេនោះគឺជាជើងនេះឯងបេជីនក៏បានវាទៅលើស៊ីអ៊ុនមួយដៃស្ទើរតែសន្លប់រួចហើយក៏ទាត់មួយជើងទៀតបំរុងនឹងបញ្ចប់ការប្រកួតមួយនេះហើយគេក៏បានដឹងថាការប្រទៅផាខូវាទៅលើដៃរបស់គេចំណែកឯងវាទៅលើជើងគឺជាការរៀបចំរបស់ឯងមែនដែរឬទេនៅពេលនេះពួកឯងបានចាញ់យើងហើយតែពួកឯងនៅមានអ្វីទៀតស៊ីអ៊ុននិយាយថាគឺយើងនៅសល់ក្របអុកចុងក្រោយហើយការប្រទៅគំនិតទាំងអស់នេះគឺចេញអំពីស៊ីអ៊ុនដែលគេបានសង្កេតទៅលើបេជីនកន្លងមកហើយរៀបចំវាជាមួយនឹងផាខូថាក្រោយពេលដែលផាខូវាទៅលើបេជីនអស់កម្លាំងសម្រាប់សិនចោគេនឹងចូលមកប្រយុទ្ធជាមួយនឹងបេជីនដើម្បីទុកពេលវេលាឲ្យផាខូបន្ទាប់មកក្រោយពេលដែលគេវាយបេជីនឲ្យមានរបួសហើយនោះផាខូនឹងចូលមកម្ដងក្រោយពេលដែលផាខូសម្រាប់រួចគេក៏បានក្រោកឈរឡើងវាទៅលើបេជីនឲ្យលុតជង្គង់នៅទីនោះធ្វើត្បិតតែរាងកាយរបស់បេជីននៅពេលនេះមានរបួសពេញខ្លួនក៏ដោយក៏គេនៅតែមិនចោះចាញ់ដូច្នេះផាខូក៏បានវាទៅលើបេជីនមួយដែរដើម្បីបញ្ចប់ការប្រកួតមួយនេះតែម្ដងផាខូក៏បាននិយាយសុំទោសទៅកាន់បេជីនប៉ុន្តែគេក៏ចង់ឲ្យបេជីនសុំទោសមកកាន់គេវិញដែរចំណែកឯបេជីនវិញទឹកភ្នែករបស់គេក៏ហូរស្រក់ចុះមកដូច្នេះការប្រកួតមួយនេះសាលារបស់ផាខូគឺជាអ្នកឈ្នះធ្វើឲ្យសិស្សសាលាទាំងអស់គ្នាសប្បាយចិត្តយ៉ាងខ្លាំងក៏ព្រោះតែចាប់តាំងពីពេលនេះទៅពួកគេគឺមិនត្រូវបានក្រុមរបស់បេជីនធ្វើបាបបន្តទៀតនោះទេរីឯស៊ីអ៊ុនវិញគេក៏បានសម្លឹងទៅមើលបេជីនធ្វើត្បិតតែអ្វីមួយនេះពួកគេគឺជាគូប្រកួតក៏ដោយគេក៏មានអារម្មណ៍ថាអាណិតទៅលើបេជីនផងដែរដូច្នេះជ័យជំនះមួយនេះគឺធ្វើឲ្យគេមិនសប្បាយចិត្តនោះទេបន្តមកអ្នកទាំងអស់គ្នាក៏បានចាក់ចេញអំពីទីនោះជន់ទេក៏បានមកដល់ហើយឃើញថារបស់គេក៏មិនធ្ងន់ធ្ងររួចហើយអ្នកទាំង4នាក់ក៏បានជិះឡានក្រុងត្រឡប់ទៅផ្ទះវិញមើលទៅអ្នកទាំងអស់គ្នានៅពេលនេះអស់កម្លាំងយ៉ាងខ្លាំងហើយដេកលក់តែម្ដងក្រោយពេលដែលរឿងទាំងអស់នេះត្រូវបានបញ្ចប់អ្នកទាំង4នាក់ក៏បានទៅរៀននៅឯសាលាវិញជាធម្មតាប៉ុន្តែបេជីនក៏ស្រាប់តែបាត់ដំណឹងឆឹងតែម្ដងស៊ីអ៊ុនគេក៏បានគិតអំពីបេជីនហើយចង់ដឹងថាតើបេជីនបានដោះស្រាយអំពីលំហាត់ការពីថ្ងៃមុនដែលគេបានប្រាប់ហើយឬនៅបន្តិចក្រោយមកក៏ស្រាប់តែស៊ីអ៊ុនក៏បានទទួលទូរស័ព្ទអំពីខាងមន្ទីរពេទ្យអ្នកទាំង4នាក់ក៏បានប្រញាប់រត់ទៅភ្លាមៗតែម្ដងក៏ព្រោះតែនៅពេលនេះស៊ូហូគេបានដឹងខ្លួនហើយក៏កំពុងតែអង្គុយរងចាំស៊ីអ៊ុនមកផងដែរនៅពេលដែលស៊ីអ៊ុនទៅដល់ឃើញមិត្តភក្តិរបស់គេងក់ក្បាលហើយញញឹមស៊ីអ៊ុនសប្បាយចិត្តយ៉ាងខ្លាំងប្រៀបដូចជាដកបន្លាចេញអំពីទ្រូងស៊ូហូនិយាយថាយូរណាស់ហើយទើបខ្ញុំឃើញឯងញញឹមចេញអំពីចិត្តបែបនេះចំណែកឯមេបងធំឆយនេះវិញក្រោយពេលដែលបេជីនបានបាត់ខ្លួនគាត់ក៏បានឲ្យសងជេមកជំនួសតំណែងរបស់បេជីនមិនតែប៉ុណ្ណោះការរកស៊ីវានឹងធំជាងមុនប៉ុន្មានថ្ងៃបន្តមកក៏ស្រាប់តែលើដំណឹងថាបេជីនគឺបានស្លាប់បាត់ទៅហើយនៅពេលដែលអ្នកទាំង4ចូលរួមពិធីបុណ្យសពរបស់បេជីនផាខូគឺគេបានយំយ៉ាង
យ៉ាងខ្លាំងធ្វើឲ្យតែអ្នកទាំងពីរអ្នកគឺជាគូសត្រូវជាមួយនឹងគ្នាក៏ដោយប៉ុន្តែគេក៏នៅតែនឹកឃើញនៅអនុស្សាវរីយ៍ដែលពួកគេធ្លាប់រៀនជាមួយនឹងគ្នាចំណែកឯស៊ីអ៊ុនវិញគេក៏បានស្រក់ទឹកភ្នែកផងដែរក៏ព្រោះតែមិននឹកស្មានថាបេក្ខជនគឺបានស្លាប់យ៉ាងឆាប់រហ័សបែបនេះនោះទេនឹងហើយអ្នកទាំងអស់គ្នាភាគបញ្ចប់របស់យើងក៏ចាប់ត្រឹមតែប៉ុណ្នេះហើយយើងមានតែរងចាំស៊ីសិន3ជាបន្តទៀតតែប៉ុណ្ណោះក៏ព្រោះតែការរកស៊ីខុសច្បាប់របស់ឆយគឺមិនទាន់អាចកំទេចបានណាមួយនៅពេលនេះសុងជាគឺជាអ្នកចំណុះតំណែងរបស់បេក្ខជនទៀតផងនោះនៅក្នុងស៊ីសិន3ប្រកាសជាល្អមើលខ្លាំងជាងនេះជាមិនខាន